បាទអញ្ចឹងជាបឋមខ្ញុំបករណាខ្ញុំបាទវឹកសំអូនជាអ្នកសម្របសម្រួលនៅក្នុងវិធីការចាក់ផ្លាយផ្ទាល់នៅក្នុងពេកអង្គការពុទ្ធិវត្តសង្គមបាទអញ្ចឹងគឺមុននឹងចាប់ផ្ដើមក្នុងកម្មវិធីកិច្ចពិភាក្សាទាក់ទងជាមួយនឹងប្រធានបទបាទការចិញ្ចឹមកូនតាមគន្លងមាគ៌ាពុទ្ធសាសនានោះគឺយើងនឹងធ្វើកិច្ចនមស្ការមុននឹងចាប់ផ្ដើមកម្មវិធីដោយមានការចូលរួមពីឧបាសកអុយចម្រើនដែលជាប្រធានអង្គការពុទ្ធិអភិវឌ្ឍសង្គមបាទសូមគោរពជំរាបសួរហើយនឹងឧបាសកភីសម្បូរបាទដែលក៏ជាវិក្កាមិនសម្រាប់រស់នៅក្នុងកម្មវិធីនាពេលរាត្រីនេះព្រមទាំងលោកគ្រូឧបាសកម៉ៅភីបាទក៏ជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីកិច្ចពិភាក្សាបាទការចិញ្ចឹមកូនតាមកន្លងវិជាពុទ្ធសាសនាអញ្ចឹងដើម្បីប្រពកម្មវិធីនៅក្នុងពេលនេះគឺសូមគ្រប់អញ្ជើញលោកគ្រូភីសម្បូរប្រពបទនមស្ការមុននឹងយើងចាប់ផ្ដើមកិច្ចពិភាក្សាជាបន្តបន្ទាប់បាទសូមអញ្ជើញសូមអរគុណលោកគ្រូសំអូនបងសូមជាបឋមខ្ញុំកណាសូមកាត់ថ្វាយបង្គំចំពោះព្រះថេរានុថរៈគ្រប់ព្រះអង្គនិងជំរាបសួរបងប្អូនទាំងអស់ដែលកំពុងតែទស្សនាពិសេសលោកគ្រូអ្នកគ្រូជាវិក្កាមិនទាំងអស់គ្នាដោយសេចក្តីនឹករលឹកបាទអញ្ចឹងពេលនេះដើម្បីកុំឲ្យពេលវេលាវែងឆ្ងាយយើងសូមនមស្ការដោយសង្ខេបដូចទៅណាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะพุทธังสรณังกัจฉามิธัมมังសរណង្គាយឆាមិសង្ឃាំងសរណង្គាយឆាមិខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកជាគម្រប់2ដងផងជាគម្រប់3ដងផងសូមអនុមោទនាសូមលោកគ្រូសំអូនទៅក្នុងកម្មវិធីបន្តអរគុណបាទអរគុណច្រើនលោកគ្រូបាសកភីសម្បូរដែលបានគ្រប់បទនមស្ការសង្ខេបខ្លីបាទជាបឋមខ្ញុំបករណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះគុណបរតនត្រ័យទាំង3គឺព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពនិងសេចក្តីចិត្តថ្លាដល់ពងពោះលើលោកព្រមទាំងធ្វើសេចក្តីគោរពភារវៈចំពោះបតិរានុធរៈគ្រប់ព្រះអង្គហើយធ្វើសេចក្តីគោរពចំពោះធម្មបាសកទាំងឡាយដែលជាធម្មវិក្កាមិននៅក្នុងកម្មវិធីនាពេលនេះបាទហើយអស់លោកយសាទសប្បុរសបងប្អូនប្រុសស្រីទាំងអស់បាទដែលបានកំពុងតែតាមដានស្ដាប់នៅក្នុងការ live ផ្ទាល់ចេញពី page អង្គការពុទ្ធិអភិវឌ្ឍសង្គមអញ្ចឹងប្រធានបទថ្ងៃនេះគឺយើងនឹងលើកអំពីការចិញ្ចឹមកូនតាមកន្លងមាគ៌ាពុទ្ធសាសនាមុននឹងឈានចូលដល់ប្រធានបទនេះចង់គ្រប់អញ្ជើញលោកគ្រូឧបាសកអុយចម្រើនជាការចំណាប់អារម្មណ៍នឹងបើកកម្មវិធីនៅក្នុងពេលនេះតែម្ដងបាទសូមគ្រប់អញ្ជើញគ្រូបាទអរគុណច្រើនលោកគ្រូសំអូនសម្រាប់ការសម្របសម្រួលដូច្នេះដើម្បីកុំឲ្យខាតពេលខ្ញុំនឹងសូមចាប់ផ្ដើមតែម្ដងយើងបកទៅប្រធានបទថ្ងៃនេះនិយាយអំពីការចិញ្ចឹមកូនតាមគន្លងព្រះពុទ្ធសាសនាជាធម្មតាយើងនៅអតិភិបជាបឋិជននេះគឺថាតែងតែមានគ្រួសារប្តីប្រពន្ធកូនជាដើមហើយគំរូរបស់ព្រះពុទ្ធអង្គដែលព្រះអង្គឈានឆ្ពោះទៅការត្រាស់ដឹងក៏ត្រូវឆ្លងកាត់ជីវិតគ្រួសារនឹងជាច្រើនអនេកជាតិមានកន្សៃសារពេចជាប្រពន្ធភរិយាជាបុត្រចឹងទៅឬក៏ជាសាច់សាលហិតដែលជាប់ទៅតាមជាមួយហើយជាសច្ចានុមត្តដែលมันអាចប្រកែកបានព្រោះអត្តភាពដែលនឹងคล้ายទៅជាព្រះពុទ្ធអង្គដែលសន្សំបារមីគ្រប់នោះក៏ត្រូវការនៅបុត្រនិងភរិយានឹងដែរ
ដើម្បីឈានឆ្ពោះទៅការសម្រេចធ្វើនៅមហាបរិច្ចាគ5ហើយកន្លែងនេះហើយដែលមនុស្សយើងជាទូទៅមិនអាចធ្វើបាននៅក្នុងមហាបរិច្ចាគ5ហ្នឹងឯងដូច្នេះថ្ងៃនេះយើងលើកប្រធានបទតកតងទៅនឹងការចិញ្ចឹមកូនតាមគន្លងព្រះពុទ្ធសាសនាអញ្ចឹងថាតើព្រះពុទ្ធសាសនាឲ្យតម្លៃយ៉ាងណាចំពោះការចិញ្ចឹមបីបាច់ថែរក្សាកូននេះបាទអញ្ចឹងយើងនិយាយបដោតទៅលើគម្ពីរតែម្ដងគឺនៅក្នុងគម្ពីរមង្គលសូត្រពាក្យ3និយាយអំពីមេត្តាបេតុបដ្ឋានកថាហ្នឹងបតតិរសសង្កហោអនាគលាចកម្មន្តាអេតមង្គលមុតតមង្គហ្នឹងព្រះអង្គបានសម្ដែងនៅក្នុងការសង្គ្រោះបុត្រនិងភរិយានោះផងហើយនៅក្នុងមេត្តាបេតុបដ្ឋានកថានោះក៏លើកឡើងអំពីរឿងគុណដែររឿងគុណអ្នកដែលជាម្ដាយអ្នកដែលជាឪពុកតែក្នុងនោះព្រះអង្គបានហៅឈ្មោះមេត្តាហៅឈ្មោះបិតាហ្នឹងដោយនាមជាច្រើនដោយស្ត្រីហ្នឹងឈ្មោះថាចនេនតីប្រែថាអ្នកបង្កើតបោសេនតីអ្នកចិញ្ចឹមហៅថាទុក្ករការិកាគឺជាអ្នកធ្វើនៅពលិកម្មដែលគេធ្វើបានដោយកម្រអញ្ចឹងជាដើមដែលព្រះអង្គលើកកម្ពស់តម្លៃស្ត្រីដែលផ្ដល់ជីវិតដល់ទារកនឹងឯងអ្វីត្បិតតែជីវិតនេះស្ថិតនៅក្នុងអនិច្ចំទុក្ខំអនត្តាទៅតាមបរមត្ថធម៌ដែលព្រះអង្គទ្រង់សម្ដែងប៉ុន្តែព្រះអង្គសម្ដែងទៅតាមកម្រិតព្រោះថាអត្តភាពនេះកើតមកហើយដោយអវិជ្ជាជាឫសគល់អញ្ចឹងព្រះអង្គមិនបានឲ្យយើងលះអត្តភាពនេះភ្លាមដោយមិនឆ្លងកាត់ការអភិវឌ្ឍសិលសមាធិបញ្ញាទេកាត់ឆ្ការទៅមិនរួចទេដូច្នេះហើយត្រូវឆ្លងកាត់ពីមួយជីវិតទៅមួយជីវិតពីអត្តភាពមួយទៅអត្តភាពមួយអញ្ចឹងការដែលអ្នកដែលជាម្ដាយអ្នកដែលជាឪពុកក្នុងគម្ពីរមង្គលសូត្របាននិយាយអំពីការប្រាថ្នាបុត្រការប្រាថ្នាបុត្រអញ្ចឹងកាលណាដែលមេត្តាបិតាដែលប្រាថ្នាក្នុងការចង់មានបុត្រហ្នឹងគឺដើម្បីអីគេដើម្បីជាក្តីសង្ឃឹមសម្រាប់ខ្លួនឯងទៅក្នុងពេលអនាគតអញ្ចឹងបានលោកហៅថានៅក្នុងភាសាបច្ចុប្បន្ននេះគេហៅថាគោលដៅយូរអង្វែងអញ្ចឹងនៅក្នុងការចិញ្ចឹមកូននេះគឺព្រះអង្គសម្ដែងជាង 2000 ឆ្នាំជាងហើយនិយាយអំពីរឿងការប្រាថ្នាផលនៅពេលដែលស្ត្រីឬបុរសបំណងក្នុងការមានបុត្រនឹងឯងហើយដែលនៅក្នុងសម័យបច្ចុប្បន្នគេហៅថាគោលដៅយូរអង្វែងហើយយើងពីដើមយើងនៅក្នុងគម្ពីរលោកហៅថាការប្រាថ្នាចង់បានបុត្រហ្នឹងប្រាថ្នាចង់បានផលអីទេដូចជាយើងធ្វើស្រូវចង់បានផលគឺអង្ករណាយើងយកទៅស្រូវយកទៅដាំនេះហ្នឹងប្រាថ្នានៅផលគឺស្រូវហ្នឹងឲ្យមកបានជាអង្ករបានជាបាយក្នុងការបរិភោគទទួលទានយ៉ាងណាការដែលអ្នកប្រាថ្នាចង់បាននៅបុត្រនោះដើម្បីអីដើម្បីជាអ្នកស្នងត្រកូលដើម្បីជាអ្នកស្នងនៅមរតកនៅតំណែងនៅទ្រព្យនៅយុសផ្សេងដែលខ្លួនឯងបានខំរើកមកក្នុងមួយអត្តភាពនឹងឯងរហូតដល់យើងអ្នកជាទូទៅនឹងគិតថាខ្លួនឯងមិនទាំងស្លាប់ផងដោយសារតែការប្រឹងប្រែងរើកមកដើម្បីចិញ្ចឹមនៅអត្តភាពជាប្តីប្រពន្ធជាកូននឹងជាដើមដូច្នោះការចិញ្ចឹមបីបាច់កូននេះគឺថាសំខាន់មែនទេសំខាន់រហូតត្រង់ថាបើនិយាយអំពីការចិញ្ចឹមកូននេះគឺព្រះអង្គសម្ដែងច្រើនហើយនឹងការមើលថែនេះនៅក្នុងមេត្តាបេតុបដ្ឋានកថាក៏សម្ដែងនៅក្នុងគាថាបន្តទៅទៀតរឿងការសង្គ្រោះនឹងបុត្រភរិយាហ្នឹងក៏នៅក្នុងការលើកកម្ពស់ការចិញ្ចឹមនឹងដែរហើយនៅក្នុងសង្កេលកៈសូត្រក៏ព្រះអង្គសម្ដែងអំពីតួនាទីដែរគឺដើម្បីបង្ហាញអំពីភាពចាំបាច់របស់ឪពុកម្ដាយហើយនឹងកូនដែលមានទំនាក់ទំនងគ្នាក្នុងគ្រួសារអញ្ចឹងការចិញ្ចឹមបីបាច់ថែរក្សាកូននេះនៅក្នុងព្រះពុទ្ធសាសនាយើងដែលទទួលព្រះពុទ្ធសាសនាមកធ្វើជាតែជាបេះដូងនៃជាតិរបស់ខ្លួននឹងតែងតែគោរពយកព្រហ្មហេរធម៌មកចិញ្ចឹមបីបាច់ថែរក្សាកូនហើយមានគោលការណ៍ជាច្រើនទៀតនៅក្នុងពុទ្ធសាសនាដែលយើងនឹងបកស្រាយនៅក្នុងកម្មវិធីថ្ងៃនេះដូច្នេះហើយឃើញថាការចិញ្ចឹមបីបាច់ថែរក្សាកូននេះការចិញ្ចឹមតាមគន្លងព្រះពុទ្ធសាសនានេះ
mình men chỉ rừng thay thế chỉ rừng dù hay đại sừng cung dưỡng bán chỉnh trăm bị bạch thẻ là xa cố nó cô từ đôi sọc sọc hẹn nên cô là hốt ở nhà là con ô và xào từ xoàng dương miền pop đi xa cái không bật thêm mũi để miền bột sạch ná chữ cổ mình sư miền ẩm pơ hăng sang rồi nơi từ sọc ở đông nó không trong cù xa ở bộ mặt đây của cọp đây khoa cô nó có tam còn lơm thỏa vì thế này hai nít dương đang sắc xăm to bằng tham tiết tha ta miền rực cố nông miền sao đại khác tệ tơ nâng cao trình châm cốn tam cần lồng của cột sạt nát đôi vật trên là bắt đáy ban được là từ khi xong ở côn chun cam thi tơ cú sầm ổn mình đã បាទអរគុណច្រើនលោកគ្រូបាទសកលចម្រើនដែលបានបាទលើកឡើងអំពី ខ្លឹមសារចំណុចសំខាន់ៗទាក់ទងជាមួយនឹងការចិញ្ចឹមបាទបុត្រធីតាប្រកបដោយធម៌តាមកន្លងមេគាពុទ្ធសាសនាបាទមានសម្ដែងជាច្រើនដែលព្រះអង្គសម្ដែងនៅក្នុងមង្គលសូត្រជាដើមអញ្ចឹងគឺដើម្បីឆ្លុះបញ្ចាំងនៅក្នុងប្រធានបទថាតើការចិញ្ចឹមកូនតាមកន្លងព្រះពុទ្ធសាសនាបាទមានធម៌អ្វីខ្លះដើម្បីយកមកសង្គ្រោះឬក៏បីបាច់ថែរក្សាកូនអញ្ចឹងសំណួរនេះគឺចាប់ផ្ដើមដំបូងគឺសម្បូរនៅទីនេះទេបាទអញ្ចឹងបាទប្រហែលជានៅបាទអញ្ចឹងគឺសំណួរដំបូងបន្ទាប់ពីលោកគ្រូទៅនឹងលោកគ្រូភីនឹងចូលរួមបន្ទាប់នៅក្នុងចំណុចបន្ទាប់តើតើនឹងការចិញ្ចឹមកូនប្រកបដោយធម៌ឬក៏ថាតាមកន្លងមាគ៌ាពុទ្ធសាសនានោះគឺតើព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់សម្ដែងបាទធម៌អ្វីខ្លះដែលឲ្យមេត្តាបិតាហ្នឹងគឺសង្គ្រោះកូនប្រកបដោយធម៌បាទឬក៏ចិញ្ចឹមកូនតាមកន្លងធម៌ហ្នឹងកន្លងធម៌ហ្នឹងបែបម៉េចចិញ្ចឹមបែបណាបាទមានធម៌ប្រមាណប្រការដែរតែព្រះអង្គសម្ដែងបាទអញ្ចឹងគឺសូមអញ្ជើញគ្រូបកស្រាយនៅក្នុងខ្លឹមសារនៅក្នុងប្រធានបទនេះបាទសូមរួមអញ្ជើញសូមអរគុណលោកគ្រូបាសកវឹកសំអូនបាទអញ្ចឹងកម្មវិធីប្រធានបទយើងថ្ងៃនេះនិយាយពីការអប់រំកូនតាមកន្លងព្រះពុទ្ធសាសនាអញ្ចឹងយើងនឹងហៅថាពុទ្ធសាសនាបានហូរចូលមកក្នុងប្រទេសកម្ពុជាយើងតាំងពីពុទ្ធសតវត្សទី3ដោយព្រះមហាថេរពីរអង្គព្រះសោណថេរឧត្តរថេរហ្នឹងហើយអញ្ចឹងក៏រីកដុះដាលរហូតដល់បច្ចុប្បន្នដែលថាពុទ្ធសាសនាជាសាសនាមួយដែលមានហេតុមានផលគួរជាទីទទួលយកបានដោយសម្ដេចព្រះព្រំរតនមនីប៉ិនស្អែមលោកជាប្រជាអធិការវត្តរាជបូរក្រុងសៀមរាបលោកសម្ដែងជាច្រើនអំពីប្រវត្តិហ្នឹងអញ្ចឹងនៅក្នុងកម្មវិធីរបស់យើងនេះខ្លីៗខ្ញុំអញ្ចឹងនិយាយពីតួនាទីដែលព្រះអង្គលោកសម្ដែងគឺក្នុងនោះមានតួនាទីជាច្រើនគ្រប់គ្នាទាំងអស់ដើម្បីឲ្យជីវិតរស់នៅដំណើរការទៅល្អប្រសើរទាំងអស់មនុស្សនៅក្នុងសង្គមនេះគឺព្រះអង្គសម្ដែងមានតួនាទីតាំងពីតួនាទីឪពុកម្ដាយក៏មានណាឪពុកតួនាទីកូនតួនាទីអាចារ្យហើយសពគ្រប់ប្រការទាំងអស់ណាប៉ុន្តែនៅក្នុងទីនេះយើងលើកសំខាន់ទៅលើតួនាទីរបស់ឪពុកម្ដាយដែលជាអ្នកអប់រំកូនអញ្ចឹងនៅក្នុងធម៌វិន័យដែលព្រះអង្គសម្ដែងសម្រាប់ពហុតួនាទីរបស់ឪពុកម្ដាយមាន5យ៉ាងដែលព្រះអង្គលោកសម្ដែងណាហ្នឹងហើយជាដំបូងបឋមនោះគឺឪពុកម្ដាយត្រូវតែខ្លួនគាត់ផ្ទាល់ខ្លួនឯងផ្ទាល់ត្រូវតែជាអ្នកគំរូដល់កូនផងដែរមុននឹងស្ដីផ្ដៅកូនបានឲ្យយើងធ្វើជាគំរូដល់កូនណាកັບកិរិយាទាំងអស់សពបែបយ៉ាងទាំងអស់តាំងពីអរិយាបថទាំង4ដេកដៃឆោងអង្គុយការនិយាយស្ដីសពបែបយ៉ាងហ្នឹងគឺត្រូវជាមកគំរូទី1
អ្នកខ្លួនយើងហ្នឹងដើម្បីឲ្យកូនបានឃើញគំរូល្អសកម្មភាពល្អរបស់យើងហ្នឹងអញ្ចឹងtạiតាមកម្មវិធីនេះខ្ញុំឲ្យថាតាមព្រះអង្គនៅបែងចែកគឺតួនាទីរបស់ពុកម្ដាយហ្នឹងមាន5ដល់ណាដល់ប៉ុណ្ណឹងបាទចឹងប៉ុណ្ណឹងសិនខ្ញុំមាន5ព្រោះណាមាន5ប៉ុណ្ណឹងហើយយ៉ាងណាទៀតចាំបន្ត បាទជួយបកស្រាយតែខ្លីមកបាទមាន5ហ្នឹងទី1អីខ្លះអញ្ចឹងបាទហើយខេតទៅថាមាន5ដោយសង្ខេបហ្នឹងគឺក្នុងនោះមានទាំងភាសាបាលីតែក្នុងនេះខ្ញុំនិយាយតែភាសាសម្រាយធម្មតាណាទី1គឺឪពុកម្ដាយគឺហាម5កូនមិនឲ្យធ្វើអំពើអាក្រក់ទី2ឲ្យកូនតាំងនៅសេចក្តីល្អធ្វើអំពើល្អទី3ឲ្យកូនសិក្សារៀនសូត្រនៅសិលសាស្ត្រមុខវិជ្ជាផ្សេងផ្លូវលោកផ្លូវធម៌ណាទី4រកបុត្រភរិយាឲ្យកូនសមគួរដល់វ័យសមគួរដល់សម័យកាលណារកបុត្រឬភរិយាស្វាមីរកភរិយាឬស្វាមីឲ្យកូនណាទី5ចែករំលែកទ្រព្យសម្បត្តិដែលខ្លួនមានទៅឲ្យកូនទៅតាមសម័យកាលហ្នឹងតួនាទីរបស់ពុកម្ដាយមាន5យ៉ាងណាបងប្អូនណាសូមអរគុណប៉ុណ្ណឹងបាទអរគុណច្រើនលោកគ្រូបាសកភីសម្បូរដែលបានលើកឡើងអំពីការចិញ្ចឹមកូនតាមកន្លងវិធីពុទ្ធសាសនាគឺយើងលើកលោកគ្រូបានលើកអំពីព្រះពុទ្ធដីកាដែលព្រះអង្គសម្ដែងអំពីសង្ឃហធម៌ដែលឪពុកម្ដាយសង្គ្រោះកូនបាទឬក៏ចិញ្ចឹមកូនប្រកបដោយសង្ឃហធម៌ទាំង5បាទមានមិនឲ្យកូនធ្វើអំពើអាក្រក់ឲ្យកូនធ្វើអំពើល្អឲ្យកូនបានទៅសិក្សារៀនសូត្រសិលសាស្ត្រវិជ្ជាផ្សេងហើយមិនត្រឹមប៉ុណ្ណោះគឺពេញវ័យនឹងគោលការណ៍កំឡោះក្រមុំរៀបបាទមានគោលការណ៍ឲ្យកូនទៅតាមប្រពៃណីទៀតតមកគឺមានទ្រព្យសម្បត្តិចែកទ្រព្យសម្បត្តិឲ្យកូនទៀតបាទអញ្ចឹងគឺល្អមែនតើដែលពុទ្ធប្រងគិតគូរបាទគិតគូរសត្វលោកបាទក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតព្រះអង្គបានរៀបបើយើងនិយាយទៅមានន័យថាបានរៀបផែនការឲ្យសត្វលោកចិញ្ចឹមកូនឲ្យបានត្រឹមត្រូវគ្រប់ឋានានុក្រមទាំងអស់មិនថាកូនទេគឺសុទ្ធតែមានតួនាទីត្រូវគោរពប្រតិបត្តិឪពុកម្ដាយដូចគ្នាយើងសង្កេតឃើញថានៅក្នុងស្ថានភាពជាបច្ចុប្បន្ននេះយើងតែងតែមើលឃើញការចិញ្ចឹមកូនបាទយកចិត្តទុកដាក់ស្រឡាញ់កូនហើយចែកទ្រព្យសម្បត្តិរៀបមង្គលការអីសពគ្រប់ឲ្យកូនរៀនសូត្រអីគឺចំណាយច្រើនប៉ុន្តែនៅទីនោះចំណុចខាងដើមដែលព្រះពុទ្ធព្រះអង្គសម្ដែងថាហាមកូនមិនឲ្យធ្វើអំពើអាក្រក់ហើយឲ្យកូនធ្វើអំពើល្អអញ្ចឹងសំណួរនេះនឹងជូនទៅលោកគ្រូកបាសមៅភីតើការដែលហាមកូនឲ្យធ្វើអំពើល្អអធិស្ឋ័យហាមកូនមិនឲ្យប្រព្រឹត្តអាក្រក់តើអាក្រក់ហ្នឹងគឺសំដៅលើអាក្រក់ទៅលើអ្វីខ្លះដែលជាអំពើមិនត្រឹមត្រូវហើយបន្ទាប់មកគឺអប់រំកូនឲ្យធ្វើអំពើល្អតើការអប់រំឲ្យធ្វើអំពើល្អហ្នឹងអប់រំបែបម៉េចបាទអញ្ចឹងគឺនៅក្នុងសង្ឃហធម៌ទាំង5នេះសូមរំលេចពីខាងដើមជូនទៅបាសកម៉ៅភីបាទសូមក្រុមជើញគ្រូទៅសំឡេងផងគ្រូហ្នឹងហើយសូមនមស្ការគុណព្រះពុទ្ធពធព្រះសង្ឃក៏ដូចជាគ្រប់ទៅកាន់ធម្មចារទាំងអស់ដែលនៅក្នុងកម្មវិធីនេះហើយក៏សូមគោរពទៅដល់ពុទ្ធបរិស័ទបងប្អូនប្រុសស្រីទាំងអស់ដែលកំពុងតែតាមដានស្ដាប់ការ live ផ្ទាល់ពីអង្គការពុទ្ធិហើយថ្ងៃនេះដែលជាថ្ងៃឧបោសថផងដែរហើយក៏ជាថ្ងៃដ៏វិសេសវិសាលនៅក្នុងការដែលជជែកគ្នាលើកឡើងអំពីការចិញ្ចឹមកូនបាទនៅក្នុងផ្លូវពុទ្ធសាសនាពិតជាវិសេសវិសាលណាស់ហើយក៏ទទួលបានសំណួរ12ពីឧបាសក
ពង្វឹកសំអូនដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធីនេះចំពោះការដែលឲ្យកូនប្រព្រឹត្តនៅអំពើល្អដែលជាធម៌ដ៏វិសេសវិសាលនៅក្នុងផ្លូវពុទ្ធសាសនានេះបើយើងនិយាយអំពីអំពើល្អនោះវាមានច្រើនអនេកណាតែយើងសង្រួមតាមពុទ្ធឱវាទរបស់ព្រះអង្គមិនថាអំពើល្អមិនថាអំពើអាក្រក់មានតែ3ទេទី1គឺល្អដោយកាយទី2ល្អដោយវាចាទី3ល្អដោយចិត្តបាទហើយល្អដោយកាយហ្នឹងយ៉ាងណាបាទល្អដោយវាចាយ៉ាងណាល្អដោយចិត្តនោះយ៉ាងណាខ្ញុំបកណានឹងធ្វើការបកស្រាយលម្អិតមួយអញ្ចឹងបើនិយាយអំពីកាយដើម្បីជាអំពើល្អគឺមានន័យថាកាយហ្នឹងកុំប្រព្រឹត្តបាទខុសឆ្គងដូចជាការកាប់សម្លាប់ការវៃដំច្រំធាក់បាទដូចជាការលួចឆក់ប្លន់សពបែបយ៉ាងអាហ្នឹងគឺសុទ្ធតែជារឿងល្អហើយតែបើសិនជាប្រព្រឹត្តបាទលួចឆក់ប្លន់គេកាប់សម្លាប់គេអាហ្នឹងគឺជារឿងដែលបាទអាក្រក់ខាងផ្នែកផ្លូវកាយចុះចំពោះខាងផ្នែកផ្លូវវាចាគឺកុំនិយាយពូតពកុហកបោកប្រាស់ញុះញង់បាទចាក់ដោតបាទបំបែកបំបាក់បាទសពបែបយ៉ាងហ្នឹងគឺសុទ្ធតែបាទផ្នែកដែលល្អដោយវាចាហើយចំពោះការល្អដោយចិត្តនោះគឺមិនមានបាទគំនុំគុំគួននៅក្នុងចិត្តមិនព្យាបាទបាទមនុស្សសត្វបាទគ្រប់ប្រភេទទាំងអស់បាទមិនមានចិត្តអាក្រក់បាទចំពោះមនុស្សសត្វបាទគ្រប់ប្រភេទទាំងអស់នេះគឺតកតងជាមួយនឹងការដែលប្រព្រឹត្តនៅអំពើល្អតាមផ្លូវកាយវាចានិងចិត្តអញ្ចឹងតកតងអាក្រក់មិនពិបាកទេគ្រាន់តែផ្ទុយជាមួយនឹងរឿងល្អបាញ់មិញមកបាទនេះគឺតកតងជាមួយនឹងការប្រព្រឹត្តនៅអំពើអាក្រក់ហ្នឹងឯងអញ្ចឹងជាទូទៅឪពុកម្ដាយតែងតែចង់ឲ្យកូនគឺបានល្អបាទទាំងកាយទាំងវិចារទាំងចិត្តហ្នឹងប៉ុន្តែឪពុកម្ដាយប្រសិនបើគាត់បានសិក្សារៀនសូត្រពីព្រះសុធម្មរៀនសិក្សាពីពុទ្ធឱវាទដឹងពីធម៌វិន័យហ្នឹងអញ្ចឹងឪពុកម្ដាយកាន់តែមានការអប់រំផ្លូវចិត្តក៏ដូចជាការអប់រំទៅកាន់កូនកាន់តែពិសេសវិសាលតែទោះជាយ៉ាងណាក៏ដោយឪពុកម្ដាយគ្រប់រូបទាំងអស់តែងតែចង់ឲ្យកូនល្អតែងតែផ្ដល់ឱវាទល្អទៅកាន់កូនបើទោះជាគាត់បានរៀនសូត្រតិចតួចក្តីបាទមិនបានរៀនសូត្របាទក៏ដោយគាត់តែងតែចង់ឲ្យកូនគឺបាននៅសេចក្តីសុខបាននៅការប្រព្រឹត្តល្អដែលជាកុសលដែលជាអំពើដែលសង្គមមិនស្អប់ខ្ពើមដែលជាអំពើដែលមនុស្សគ្រប់គ្នាគេគ្រប់រាប់អានចង់បាននឹងឯងចឹងនេះគឺជាការបកស្រាយសង្រួមខ្លីបាទជូនប៉ុណ្ណឹងទៅចុះបាទសូមអរគុណបាទអរគុណច្រើនគ្រូបាសកម៉ៅភីដែលបានលើកឡើងអំពីពុកម្ដាយដែលហាមបកូនមិនឲ្យធ្វើអំពើអាក្រក់ហើយឲ្យកូនធ្វើនៅអំពើល្អអញ្ចឹងពេលខ្លះក្មេងដែលនៅតូចបាទក្មេងដែលនៅតូចគាត់មិនដឹងថាអ្វីជាអំពើល្អហើយអ្វីក៏ជាអំពើអាក្រក់នោះទេពេលខ្លះពួកគាត់តាមគ្នាបាទឧទាហរណ៍តាមគ្នាតាមក្មេងៗដឹកនាំនៅក្នុងការប្រព្រឹត្តខុសអញ្ចឹងទៅអញ្ចឹងបើសិនជានៅក្មេងតើឪពុកម្ដាយគួរតែ
រៀបចំកូនបែបម៉េចដើម្បីកុំឲ្យកូនហ្នឹងគឺទៅប្រព្រឹត្តខុសឬក៏មានមិត្តភ័ក្តិដែលខលខូចអញ្ចឹងលោកគ្រូសូមខ្លីរំលឹកកន្លែងហ្នឹងបន្ថែមទៀតណាបាទជើញគ្រូ បាទសុំនួរបញ្ជាក់ម្ដងទៀតមកបាទលោកគ្រូ បាទតើតើចង់បញ្ជាក់ថាការចិញ្ចឹមកូនគឺបើកូនធំនិយាយខុសត្រូវឬក៏ប្រាប់ថានេះអំពើល្អនេះអំពើអាក្រក់ទៅអាចថានឹងកូនដឹងកូនទាំងធំណាត្រាប់ពីនេះពីនោះគេដឹងថាខុសត្រូវចុះបើយើងការទូមានព្រានបដៅកូនហ្នឹងមិនមែនចាំមកធំចាំតែបង្រៀនទេគេបង្រៀនតាំងពីតូចអញ្ចឹងទៅអញ្ចឹងតើគួរអប់រំកូនឬក៏ប្រាប់កូនបែបណាវិធីយ៉ាងម៉េចដើម្បីឲ្យកូនដឹងថានេះជាអំពើល្អនេះជាអំពើអាក្រក់ឲ្យកូនចេះតាំងពីតូចទៅអញ្ចឹងវាមានជាគំរូជាវិធីសាស្ត្រមួយខ្លះដើម្បីអប់រំកូនតាមកន្លងពធហ្នឹងបាទសូមអញ្ជើញ បាទអរគុណគ្រូសំណួរល្អហើយជឿជាក់ថាឪពុកម្ដាយគឺពិតជាចង់បានកូនប្រព្រឹត្តនៅអំពើល្អហើយពិតណាស់ទោះជាក្មេងតូចមិនទាន់ចេះនិយាយក្តីឬក៏ចេះនិយាយតិចតួចក្តីឪពុកម្ដាយជាទូទៅគឺតែងតែចង់ឲ្យកូនហ្នឹងគឺប្រព្រឹត្តនៅអំពើល្អប៉ុន្តែសំណួរសួរថាតើក្នុងនាមជាឪពុកម្ដាយដែលកូនតូចដែលមិនទាន់ដឹងអីទេប៉ុន្តែគាត់អាចស្ដាប់បានឬក៏ចេះនិយាយតិចតួចចឹងក្នុងនាមយើងជាឪពុកម្ដាយតើបង្រៀនគាត់បែបណាដើម្បីឲ្យគាត់ហ្នឹងបានដឹងថាអ្វីល្អអ្វីអាក្រក់តាំងពីតូចមកដែលតែងចាស់ក៏ដូចជាសុភាសិតថាក្មេងដែលមិនទាន់ដឹងអីហ្នឹងគឺដូចជាក្រដោះសអញ្ចឹងបើជាក្រដាសសបើយើងដាក់អីទៅគឺច្បាស់ណាស់បើប្រកាសជាប្រឡាក់បាទបើអាក្រក់គឺវាប្រឡាក់បាទអាក្រក់បើដាក់ល្អប្រកាសជាបានល្អអញ្ចឹងដើម្បីជាការអប់រំទៅកាន់កូនបាទបុត្រធីតាបុត្រាបុត្រីនោះតាំងពីតូចក្រូចឆ្មាឲ្យស្គាល់នៅអំពើល្អអំពើអាក្រក់ហ្នឹងគឺយើងអាចបង្រៀនបានក្នុងនាមជាឪពុកម្ដាយលើកឧទាហរណ៍នៅពេលដែលក្មេងទៅលេងផ្ទះគេឧទាហរណ៍ចុះស្រាប់តែកាន់របស់ឬក៏លេងបៃលុកបៃឡបាទក្មេងដតីនោះហើយកាន់យកមកឬក៏ចង់បានអញ្ចឹងឪពុកម្ដាយគឺអាចបង្រៀនបានថាកូនមិនអាចធ្វើជាក្មេងដែលមិនល្អដែលចង់បានរបស់បងរបស់ប្អូនឬក៏ចង់បានរបស់អ្នកដទៃទេព្រោះអានេះគឺជាអំពើមិនល្អឬក៏យើងអាចបង្រៀនគាត់បានថានេះគឺជាការលួចនេះគឺជាការដែលមានដៃមានជើងមានដៃមានជើងចង់បានរបស់អ្នកដទៃហ្នឹងគឺមិនល្អទេកូនបាទនេះគឺជាការបង្រៀនចំណុចដែលពាក់ព័ន្ធជាមួយនឹងការដែលចង់បានរបស់អ្នកដទៃហើយប្រាប់គាត់កុំឲ្យមានបាទចិត្តបែបហ្នឹងឬក៏ធ្វើអំពើបែបហ្នឹងគឺជាអំពើដែលមិនល្អហើយមួយទៀតដូចជាការដែលគាត់ចេះជេរបាទឬក៏គាត់មានការបាទខឹងវាយប្អូនឬវាយបងឬក៏វាយអ្នកដទៃហ្នឹងអញ្ចឹងឪពុកម្ដាយក៏ជាការចង្អុលបង្ហាញមួយថានេះគឺជាទង្វើដែលមិនល្អយើងអត់អាចមានគំនុំគុំគួនឬក៏ខឹងឬក៏បាទវាយប្អូនឬក៏វាយបងឬក៏វាយបាទអ្នកនេះវាយអ្នកនោះនេះជាទង្វើដែលមិនល្អបាទនេះសុទ្ធតែជាអ្វីដែលយើងអាចបង្រៀនបានដែលយើងអាចប្រាប់គាត់បានទោះជាគាត់នៅតូចក៏ដោយប៉ុន្តែគាត់អាចបាទស្ដាប់យើងបានបាទគាត់អាចធ្វើតាមយើងបានលើកលែងតែយើងឃើញបែបហ្នឹងហើយបែរជាយើងមិននិយាយមិនប្រាប់អាហ្នឹងគឺជាគំរូដែលមិនល្អដែលធ្វើឲ្យក្មេងហ្នឹងអាចនឹងបាទមិនដឹងថាអ្វីដែលខ្លួនឯងធ្វើហ្នឹងជាអំពើដែលមិនគប្បីជាអំពើដែលមិនល្អទេ
ចឹងមានជាច្រើនទៀតការជេរការអីសពបែបយ៉ាងមិនត្រូវសប្បាយត្រេកអរជាមួយនឹងកូនចេះជេរទេបាទហ្នឹងគឺសុទ្ធតែជាទង្វើដែលមិនល្អហើយចឹងសុទ្ធតែយើងអាចអឺបង្រៀនបណ្ដៅទៅកាន់កូនបានបាទដោយយើងប្រាប់ពាក្យល្អល្អណែនាំល្អដោយក្តីមេត្តាដោយសេចក្តីស្រឡាញ់ចំពោះកូនបាទសូមអរគុណប៉ុណ្ណឹងចុះលោកគ្រូ បាទអរគុណច្រើនគ្រូបាសកនៅភីដែលបានលើកឡើងជាចំណុចល្អៗសម្រាប់ពុកម្ដាយដែលគួរតែយកទៅសិក្សារៀនសូត្រយកទៅអនុវត្តហើយអប់រំកូនជាការពិតគឺការអប់រំកូនមិនចាំបាច់តែធំបានបង្រៀនកូនទេគេថាពួតឈើគឺពួតតាំងពីនៅតូចមកចង់ឲ្យឈើនឹងត្រង់លុះត្រាពួតពីតូចអញ្ចឹងទេគឺវាវិហើយបើចង់ពួតឲ្យឈើនឹងវិបាទដាក់ឲ្យតោងកោងវិអញ្ចឹងទៅឈើហ្នឹងក៏វាវិតាមនឹងដែរហើយដូចជាបាសកពីសម្បូរដែលលើកឡើងអញ្ចឹងគឺដើម្បីអប់រំកូនឲ្យបានល្អនោះគឺធ្វើគំរូដោយខ្លួនឯងមានឪពុកម្ដាយជាគំរូដល់កូនបាទបើសិនជាឪពុកម្ដាយឆ្លោះគ្នាព្រឹកល្ងាចឬក៏ជេរតែគ្នាអាក្រក់កាន់ជើងកូនខុសទំនងអត់កើតទេគឺត្រូវការមានការណែនាំអប់រំឲ្យកូនហ្នឹងគឺចេះស្រឡាញ់មិត្តភក្តិគ្នាចេះចែករំលែកឲ្យចេះជួយគ្នាអញ្ចឹងទៅពុកម្ដាយខ្លះដោយសារតែមានសេចក្តីស្រឡាញ់ចំពោះកូនខ្លាំងបាទគឺកាន់ជើងកូនខុសទំនងបាទកូនទៅវាយគេកូនចេះជេរគេសើកូនតូចប៉ុណ្ណឹងចេះជេរគេចេះនិយាយរវាសរវៃទៅសើខុសទំនងមានពុកម្ដាយខ្លះខ្ញុំធ្លាប់ឮកន្លងមកអាកូនចេះជេរឪហ្នឹងគឺម្ដាយទៅសើទៀតរៀននិយាយតិចតួចហើយចេះជេរបាទអត់មានអប់រំថារឿងនេះមិនល្អខុសទំនងអត់ទេបើនៅលោកខាងលិចខ្ញុំធ្លាប់បានស្ដាប់បានឮគេបានឮធម៌មេចាដែលចែកម្លែកទេគេថាលោកខាងលិចដោយសារចង់ឲ្យកូននឹងឆ្លាតតែចង់ឲ្យកូននឹងឆ្លាតគឺគេនៅពេលដែលភរិយារបស់ខ្លួនហ្នឹងគឺមានគភ៌នៅក្នុងផ្ទៃនៅពេលដែលមានគភ៌ដឹងថាកូននឹង1ខែ2ខែ3ខែឡើងហើយ4 5ខែហើយគឺឲ្យភរិយាហ្នឹងគឺឲ្យចូលចិត្តស្ដាប់ធម៌ឲ្យបានច្រើនបាទឲ្យចូលចិត្តស្ដាប់ធម៌ឲ្យធ្វើទានឲ្យធ្វើអំពើជាកុសលឲ្យបានច្រើនជាពិសេសគឺស្ដាប់ព្រះធម៌អភិធម្មព្រះធម៌អភិធម្មដែលគេជំនឿថាឲ្យស្ដាប់ទៅដើម្បីឲ្យកូននឹងកើតមកមានបញ្ញាបាទបណ្ដុះបញ្ញាស្មារតីបណ្ដុះការអប់រំតាំងពីនៅក្នុងផ្ទៃម្លេះមិនចាំតែកើតមកផងអញ្ចឹងនៅពេលដែលបណ្ដុះចំណងម្ដាយហ្នឹងគឺចូលចិត្តអីម្ដាយហ្នឹងពេញចិត្តអីកូនហ្នឹងគឺវាដោយសារកូនហ្នឹងមានន័យថាបើតោងសុកម្ដាយហ្នឹងរស់ដោយសារតោងសុកម្ដាយហ្នឹងទីហោម្ដាយបរិភោគគ្រឿងស្រវឹងហ្នឹងទៅប៉ះពាល់ដល់កូនមកក៏មិនឆ្លាតដែរតែម្ដាយនឹងហូបរបស់មិនល្អអញ្ចឹងទៅក៏វាធ្វើឲ្យកូនហ្នឹងគឺក្តៅក្រហល់កាហាយអញ្ចឹងទៅហើយបើម្ដាយនឹងជេរតែគ្នាឆ្លោះតែគ្នានៅពេលដែលមានផ្ទៃពោះហ្នឹងកូនមកគឺកាយសាហាវអញ្ចឹងដែរទៅនេះវាអ្វីត្បិតតែសត្វមានកម្មជារបស់ខ្លួនប៉ុន្តែយើងត្រូវចាំថាការសែបគប់ហ្នឹងវាធ្វើឲ្យមនុស្សគឺភ្លេចហើយការសំអំពើជាកុសលច្រើនក៏ដោយប៉ុន្តែការសែបគប់មិនល្អវាធ្វើឲ្យមនុស្សហ្នឹងគឺផ្លាស់ប្ដូរទៅជាប្រព្រឹត្តរឿងមិនល្អដែរអញ្ចឹងបើយើងអប់រំតាំងពីតូចតាំងពីនៅក្នុងប្រតិមកនៅក្នុងអំពើល្អនោះកូនមកវាចេះធ្វើអំពើល្អចេះសែបគប់មិត្តភក្តិល្អនឹងរហូតបានត្រឹមត្រូវយ៉ាងទៅនេះគឺការដឹកនាំតាមកន្លងពុទ្ធសាសនាតែនៅមានចំណុចច្រើនទៀតដូច្នេះចង់លើកសំណួរនេះជូនទៅលោកគ្រូបាសកកុយចម្រើនវិញម្ដងហើយលោកមានកលឹះឬក៏ចំណុចពិសេសសំខាន់ណាដើម្បីចែករំលែកដល់ឪពុកម្ដាយដែលចិញ្ចឹមកូនបាទនៅលើពិភពលោកនេះគឺគ្រប់គ្នាអត់មាននរណាមួយជៀសផុតទេបាទតិចណាស់ដែលអត់មានគ្រួសារសុទ្ធតែជាអ្នកដែលមានគ្រួសារមានកូនត្រូវចិញ្ចឹមបីបាច់ថែរក្សាប៉ុន្តែអ្នកខ្លះមិនដឹងថាចិញ្ចឹមកូនបែបណាឲ្យល្អទេរហូតដល់ឪពុកម្ដាយខ្លះចាស់ជរាទៅ
រងទុកក្រំគ្រាវេទនាដោយសារតែកូនហ្នឹងគឺมันបានបាទបំរើឪពុកម្ដាយត្រូវកូនបោះបង់ចោលហ្នឹងទៅអញ្ចឹងហើយត្រូវមានវិធីអប់រំបែបណានៅក្នុងពីក្មេងទៅដើម្បីឲ្យកូនហ្នឹងពេលដែលខ្លួនចាស់ទៅបានកូនចិញ្ចឹមបីបាច់ថែរក្សាវិញអញ្ចឹងសូមក្រុមអញ្ជើញលោកគ្រូកូនចម្រើនបាទសូមរំលេចធានបទនេះបាទជី បាទអរគុណលោកសំបុនឃើញខ្ញុំ share screen ណែ បាទឃើញឃើញហើយណាបាទ បាទបាទ អញ្ចឹងជារួមមកតាមរយៈវាគ្មិនយើងដែលបានចែករំលែកខ្ញុំសូមបង្ហាញជាគោលសំខាន់នេះគឺជា slide ចំនួន5 slide ដែលខ្ញុំយកទៅបង្ហាញនៅសន្និសីទអន្តរជាតិនិយាយពីការចិញ្ចឹមកូនតាមគន្លងព្រះពុទ្ធសាសនានៅកម្ពុជាប៉ុន្តែមុននឹងចូលទៅដល់ការបង្ហាញផ្នែកពុទ្ធសាសនាយើងបង្ហាញអំពីផ្នែកសង្គមសិនដែលលោកគ្រូសំអូនបានសួរមិញថាតើការចិញ្ចឹមកូនតាមគន្លងព្រះពុទ្ធសាសនាហ្នឹងមានអីខ្លះនៅក្នុងកម្ពុជាយើងអញ្ចឹងនៅក្នុងឆ្នាំ2018ខ្ញុំបានទៅចូលរួមសន្និសីទថ្នាក់អន្តរជាតិមួយនិយាយពីការចិញ្ចឹមកូនតាមគន្លងព្រះពុទ្ធសាសនាហើយសំទោសគឺឯកសារនេះគឺប្រើជាភាសាអង់គ្លេសអញ្ចឹងទៅអាចមានការពិបាកយល់ប៉ុន្តែខ្ញុំនិយាយជាភាសាខ្មែរទេអញ្ចឹងនៅក្នុងប្រទេសកម្ពុជាយើងការចិញ្ចឹមកូនបែបវិជ្ជមានគេហៅថាបែបវិជ្ជមានឬក៏តាមគន្លងធម៌ហ្នឹងមើលស្នូលខាងក្នុងណាស្នូលខាងក្នុងស្នូលខាងក្នុងទី1គេហៅថាស្នូលទី1គេហៅថា long term goal ហ្នឹងគឺគោលដៅយូរអង្វែងអញ្ចឹងឪពុកម្ដាយទាំងអស់គ្នាតែងតែមានក្តីស្រមៃថាកូនរបស់ខ្លួននឹងមានអនាគតបែបណាកូនរបស់ខ្លួននឹងក្លាយទៅជាអ្វីក្នុងពេលអនាគតហ្នឹងទី1យើងមើលមកខាងស្ដាំទៀតគេដាក់ថា problem solving អញ្ចឹងនៅក្នុងការចិញ្ចឹមកូនត្រូវផ្ដោតទៅលើដំណោះស្រាយមានន័យថាមិនផ្ដោតទៅលើការបន្ទោសគាត់ទេប៉ុន្តែផ្ដោតទៅលើដំណោះស្រាយឃើញគាត់ខុសជាយាមកែតម្រូវគាត់មិនបន្ទោសគាត់ទេហើយមួយទៀតក្រហមមួយទៀតនេះផ្នែកពណ៌ក្រហមដាក់ថា understanding how children think and feel មានន័យថាយល់ដឹងអំពីគេហៅថាយល់ដឹងអំពីការគិតនិងអារម្មណ៍របស់កុមារត្រូវដឹងអំពីការគិតនិងអារម្មណ៍របស់កុមារព្រោះការគិតរបស់កុមារហើយនឹងមនុស្សធំអត់ដូចគ្នាទេយើងមនុស្សចាស់មិនដូចនៅកុមារទេកុមារមិនដូចយុវវ័យទេយុវវ័យក៏មិនដូចមនុស្សចាស់ដែរមនុស្សចាស់មិនក៏ខុសអំពីស្ថានភាពវ័យមួយអញ្ចឹងហើយបានជានៅក្នុងប្រទេសកម្ពុជាយើងគេបានចែកអាយុហ្នឹងគឺតាមប្រភេទការចិញ្ចឹមកូនហ្នឹងគឺត្រូវដឹងគន្លឹះដឹងចរិតដឹងអធ្យាស្រ័យគេរាប់ពី0 ខែរហូតទៅដល់0 ខែរហូតដល់3 ឆ្នាំហើយពី4 ឆ្នាំឡើងទៅដល់6 ឆ្នាំពី6 ឆ្នាំឡើងទៅដល់12 ឆ្នាំពី12 ឆ្នាំឡើងទៅដល់18 ឆ្នាំអញ្ចឹងរបៀបនៃការធ្វើហ្នឹងគឺខុសគ្នានឹងឯងហ្នឹងគេហៅថាការយល់អំពីការគិតនិងអារម្មណ៍របស់កូនផ្នែកពណ៌លឿងគេនិយាយអំពី how to provide warm ហ្នឹងគឺភាពកក់ក្ដៅអញ្ចឹងការចិញ្ចឹមកូនមិនអាចខ្វះភាពកក់ក្ដៅបានទេដូចជាការលេងជាមួយដូចជានាំគាត់លេងណានាំគាត់ដើរកម្សាន្តឲ្យគាត់មានការធូរស្បើយក្នុងអារម្មណ៍ជាដើមគឺជាបច្ចេកទេសដែលផ្ដល់ភាពកក់ក្ដៅឲ្យកូនលេងជាមួយគាត់កម្សាន្តជាមួយគាត់នាំគាត់ដើរលេងបង្កើតបរិយាកាសហៅថាផ្ដល់ភាពកក់ក្ដៅអញ្ចឹងការស្រឡាញ់នេះមិនមែនចេះតែស្រឡាញ់ទៅទេស្រឡាញ់មានគោលការណ៍ហើយមានភាពកក់ក្ដៅប៉ុន្តែផ្ដោតលើដំណោះស្រាយមួយទៀតគេហៅថា how to provide structure ហ្នឹងគឺគោលការណ៍ណែនាំចិញ្ចឹមកូនមិនអាចខ្វះគោលការណ៍ណែនាំបានទេត្រូវតែមានគោលការណ៍ណែនាំអញ្ចឹងសរុបមកវិញក្នុងផ្នែកខាងក្នុងនៃការចិញ្ចឹមកូនតាមគន្លងគេហៅថានៅក្នុងក្រសួងកិច្ចការនារីគេហៅថាការព្រានប្រដៅបែបវិជ្ជមានអញ្ចឹងការព្រានប្រដៅបែបវិជ្ជមានហ្នឹងរាប់ទាំងការចិញ្ចឹមកូនផងរាប់ទាំងការចិញ្ចឹមឬក៏ព្រានប្រដៅកុមារដទៃទៀតផងដែរអញ្ចឹងគឺមានគោលការណ៍ទីគេហៅថាមានធាតុស្នូលចំនួន5គឺគោលដៅយូរអង្វែងផ្ដោតលើដំណោះស្រាយយល់ដឹងអំពីការគិតនិងអារម្មណ៍របស់កុមារផ្ដល់ភាពកក់ក្ដៅហើយនឹងមានគោលការណ៍អញ្ចឹងនៅក្នុងហ្នឹង
ពេលដែលការចិញ្ចឹមកូនការបីបាច់ថែរក្សាឬក៏ការព្រៀនប្រដៅហ្នឹងគឺទៅតាមគន្លងនឹងឯងហើយគេមានគោលការណ៍មួយគឺថាមិនប្រើហិង្សាតែម្ដង non violence មានន័យថាអត់ឲ្យប្រើហិង្សាទេទីពីរគឺ focus on solution មានន័យថាផ្ដោតទៅលើដំណោះស្រាយហើយមួយទៀតគឺ respectful ហ្នឹងគឺគោរពកុមារហ្នឹងមិនមែនគោរពដោយការអោនលំទោនអីទេប៉ុន្តែគោរពសិទ្ធិរបស់គាត់អញ្ចឹងណាហើយមួយទៀតគេហៅថា principle of child development ត្រូវដឹងអំពីការអភិវឌ្ឍរបស់កុមារហើយមួយទៀតត្រូវផ្ដោតទៅលើគេហៅថាអនុសញ្ញាអង្គការសហជីវជាតិស្តីអំពីសិទ្ធិកុមារអញ្ចឹងនេះគឺជារបៀបនៃការចិញ្ចឹមបីបាច់ថែរក្សាកូនឬក៏ការព្រៀនប្រដៅកូនតាមបែបវិជ្ជមាននៅក្នុងប្រទេសកម្ពុជាយើងចំណែកយើងចង់ដឹងថាតើនៅក្នុងការព្រៀនប្រដៅឬក៏ការអប់រំតាមពុទ្ធសាសនាមានអីនៅកម្ពុជាយើងហ្នឹងអញ្ចឹងមើលមកខាងក្នុងនេះយើងមើលធាតុខាងក្នុងពណ៌ទី1ពណ៌ផ្កាឈូកដុតខ្លាំងទី1គេហៅថាការគិតអំពីគោលដៅយូរអង្វែងសម្រាប់កូនអញ្ចឹងនៅក្នុងគម្ពីរមង្គលដ្ឋទីបនីភាគ3ហ្នឹងគឺបាននិយាយអំពីសេចក្តីប្រាថ្នារបស់ឪពុកម្ដាយហ្នឹងតែម្ដងសេចក្តីប្រាថ្នាកូនហ្នឹងចង់បានផលហើយចង់បានផលហ្នឹងយ៉ាងម៉េចដែលខ្លួនឯងនឹងចង់ឲ្យកូនខ្លាយជាអញ្ចេះខ្លាយជាអញ្ចោះខ្លាយជាស្ដេចខ្លាយជាបរិជាអាមាត្យកហបតីផ្សេងអ្នកចំនួនផ្សេងហ្នឹងគឺជាគោលដៅយូរអង្វែងហើយការសម្ដែងនេះមិនមែនឥឡូវទេណាជិត3000ឆ្នាំហើយយើងមើលព្រះអង្គបានសម្ដែងពីរឿងហ្នឹងឥឡូវមួយទៀតបន្ទាប់អំពីពុកម្ដាយគិតថាខ្លួនឯងមានបំណងចង់មានកូនហ្នឹងគាត់ត្រូវមានព្រហ្មវិហារធម៌4យើងមើលផ្នែកខាងស្ដាំដាក់ថា Brahma Vihara អញ្ចឹងគឺព្រហ្មវិហារធម៌4អញ្ចឹងឪពុកម្ដាយតាំងតែពីចាប់ផ្ដើមគិតថាចង់បានកូនគឺមានព្រហ្មវិហារធម៌ក្នុងចិត្តហើយចិត្តរបស់ខ្លួនឯងគឺមានមេត្តាមានករណាមានមុទិតាមានឧបេក្ខាអញ្ចឹងក្នុងមេត្តាករណាមុទិតាឧបេក្ខានេះទៅផ្នែកខាងមុខលោកគ្រូសំអូនអាចសួរបញ្ជាក់បន្ថែមនៅក្នុងចំណោមគ្រូធម្មមេចាយើងឬក៏បាសកទាំងអស់ហ្នឹងជជែកគ្នាថែមថាតើរបៀបនៃការធ្វើទៅលើកូនហ្នឹងរបៀបម៉េចណានេះជំរាបរាប់ជាគោលការណ៍រួមហៅថាព្រហ្មវិហារធម៌ដែលសង្គមខ្មែរយើងតែងតែប្រកាន់យកក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនរង្វង់ក្រហមហៅថា fairly judgment ហ្នឹងគឺឪពុកម្ដាយមិនត្រូវលុះក្នុងអកតេ4ណាមានន័យថាមិនត្រូវលុះទេមិនត្រូវលំអៀងដោយសារតែស្រឡាញ់ដោយសារតែស្អប់ដោយសារតែភ័យដោយសារតែល្ងងទេឪពុកម្ដាយហ្នឹងគឺត្រូវមានកតេឲ្យច្បាស់ណាมันអាចស្រឡាញ់កូនមិនស្មើគ្នាឬក៏ល្ងងដោយសាររឿងអីផ្សេងវិនិច្ឆ័យខុសទេគឺព្រះអង្គបង្រៀនឲ្យយើងមាននៅគេហៅថាកុំឲ្យមាននៅក្នុងអកតេ4ណាបាទឲ្យស្ថិតនៅក្នុងកតេល្អ4ណាបាទហើយមួយទៀតគឺពុទ្ធព្រះអង្គបង្រៀនឲ្យឪពុកម្ដាយនឹងមានជំនាញដែរក្នុងការចិញ្ចឹមកូនត្រូវចេះមើលសន្តានមើលចិត្តមើលអារម្មណ៍មើលការប្រព្រឹត្តរបស់កូននឹងរបៀបថែធូនទៅយ៉ាងម៉េចគេហៅថាសត្វបរិស័ទធម៌7ប្រការណាឪពុកម្ដាយត្រូវចេះមើលអំពីចំណុចទាំងអស់ហ្នឹងដើម្បីណែនាំកូនហើយនេះមិនតាន់អស់ទេនៅមានច្រើនតទៅទៀតណាអញ្ចឹងយើងមើលរង្វង់ទី2គឺថាតើយើងមានគោលការណ៍អីខ្លះក្នុងការចិញ្ចឹមកូនហ្នឹងរង្វង់ទី2ហ្នឹងយើងមើលផ្នែកពណ៌ផ្កាឈូកដដែលទី1គឺហៅថាម្នាក់គឺមានទំនួលខុសត្រូវនៅក្នុងគ្រួសារហៅថា accountable and performance role ហ្នឹងគឺម្នាក់រាប់ទាំងប្តីទាំងប្រពន្ធទាំងកូនទាំងយាយទាំងតាមានតួនាទីនៅក្នុងគ្រួសារណាយើងមើលរង្វង់ទៀតយើងមើលរង្វង់ទី2ទៀតយើងមើលផ្នែកខាងស្ដាំគឺធ្វើម៉េចគឺ peacefully ហ្នឹងគឺថាការប្រើការរស់នៅក្នុងគ្រួសារទាំងអស់ត្រូវតែប្រកបទៅដោយសន្តិភាពផ្លូវចិត្តណាសិលសមាធិបញ្ញានៅក្នុងចិត្តហ្នឹងណាយើងមើលពណ៌ក្រហមទៀតពណ៌ក្រហមហ្នឹងគឺត្រូវយល់អំពីសិលណាលោកហៅថាយល់អំពីគោលការណ៍នៃការដាក់វិន័យនៅក្នុងការអីប្រកបដោយភាពវិជ្ជមានហ្នឹងឥឡូវយើងមើលទៀតពណ៌បៃតងនេះគឺពុទ្ធព្រះអង្គបង្រៀនឲ្យឪពុកម្ដាយចេះបង្រៀនកូនឲ្យស្គាល់លោកធម៌ជីវិតទាំង8ព្រោះកូនតែអត់ស្គាល់លោកធម៌ជីវិត8គាត់ពិបាករស់គាត់មិនអាចមានភាពធន់រឹងមាំក្នុងការរស់នៅក្នុងជីវិតទេ
គាត់អាចនឹងចាញ់ព្យុះជីវិតហើយมันអាចរកផ្លូវហ្នឹងទៅដល់ផ្លូវនៃត្រោយសុភមង្គលរបស់ខ្លួនបានទេអញ្ចឹងជារួមមកនៅរង្វង់ខាងក្រៅនៅផ្នែកខាងលើណាទីមួយគឺរាល់ការចិញ្ចឹមកូនទាំងអស់ឪពុកម្ដាយត្រូវចាំថាកុំប្រមាថឲ្យសោះព្រះអង្គទ្រង់សម្ដែងថាអបមាទេនៈសម្បាទេថៈមានន័យថាឪពុកម្ដាយគឺត្រូវគុំធ្វើប្រហែសក្នុងការចិញ្ចឹមអប់រំទូន្មានណែនាំណាដោយនៅក្នុងទូនាទីដែលព្រះអង្គសម្ដែងនៅក្នុងសង្កេលកៈសូនអញ្ចឹងការដែលព្រះអង្គបង្ហាញថាកុំឲ្យធ្វើប្រហែសហ្នឹងដើម្បីឲ្យព្រះអង្គបញ្ជាក់បន្ថែមនៅក្នុងសង្កេលកៈសូនហ្នឹងឬក៏ដូចនៅក្នុងមង្គលសូនហ្នឹងឲ្យណែនាំឲ្យប្រាប់ឲ្យទូន្មានមិនមែនថាជាកម្មរបស់ឯងនោះសម្បូរឡើងថាពាក្យថាជាកម្មហ្នឹងក៏ដោយសារតែព្រះអង្គសម្ដែងធម៌ដើម្បីទៅជួយតម្រង់ទិសហ្នឹងបើគុំតែថាអត់ត្រង់បានព្រះអង្គទៅជួយនឹងឯងប៉ុន្តែកម្លាំងនៃកម្មដែលស្រាលទៅព្រះអង្គជួយបានទៅកម្មដែលធន់ទៅព្រះអង្គជួយមិនបានដែរយើងមើលដូចណែអហិង្សកុមារអញ្ចឹងប្រងសម្លាប់ម្ដាយតែព្រះអង្គទៅជួយបានកម្លាំងកម្មនឹងខ្លាំងមែនប៉ុន្តែកម្មថ្មីមិនទាន់ឲ្យផលព្រះអង្គមានកម្លាំងខ្លាំងជាងកម្មណាទៅអប់រំទូលមានទៅណែអហិង្សកុមារបែរមកយើងមើលកម្លាំងកម្មដែលទាញទៅរកកាប់សម្លាប់គេណាព្រះអង្គជួយសត្វលោកហ្នឹងព្រះអង្គសម្ដែងធំមកដើម្បីឲ្យច្បាំងជាមួយកម្មដែលជាអកុសលហ្នឹងកុំឲ្យមានកម្លាំងតទៀតក្នុងការប្រព្រឹត្តបៀតបៀននាំជាទោសហ្នឹងណាហ្នឹងហើយហើយមួយទៀតប្រវងខាងស្ដាំផ្នែកខាងលើនិយាយអំពីអធិបាតធម៌4ឪពុកម្ដាយនៅពេលដែលចិញ្ចឹមកូនត្រូវមានអធិបាតធម៌4មានឆន្ទៈវិរិយៈចិត្តវិមង្សៈក្នុងការអប់រំទូលមានកូនណាមានឆន្ទៈពេញចិត្តក្នុងការអប់រំទូលមានវិរិយៈព្យាយាមទូលមានអប់រំណែនាំណាចិត្តធ្វើទុកក្នុងចិត្តវិមង្សៈត្រេះវិភាគតាមដានមើលលទ្ធផលដែលកូនធ្វើនឹងមិនបាច់ហើយការរៀនសូត្រការប្រព្រឹត្តរាប់អានមិត្តអីចឹងជាដើមគឺថាយកចិត្តទុកដាក់ទៅលើកូននឹងឯងណាហើយផ្នែកខាងចុងមួយទៀតនេះគឺផ្នែកខាងក្រោមពណ៌ក្រហមនេះគឺត្រូវបង្ការកូនអំពីហានិភ័យដែលព្រះអង្គសម្ដែងអំពីបរាភវសូត្រអញ្ចឹងឪពុកម្ដាយត្រូវដឹងអំពីបរាភវសូត្រចំណុចទាំង12ប្រការដែលហេតុនាំឲ្យទៅបរាជ័យក្នុងជីវិតណាគឺឲ្យដឹងរបៀបនៃធ្វើយ៉ាងម៉េចឲ្យខ្លួនកូនហ្នឹងបានឆ្ពោះទៅរកទីសុខត្រូវជៀសវាងអំពើដែលជាអបាយមុខហ្នឹងឯងហើយមានរហូតដល់12ប្រការដែលព្រះអង្គសម្ដែងហើយយើងមើលផ្នែកពណ៌បៃតងវិញនៅផ្នែកខាងឆ្វេងយើងមើលឃើញថាព្រះអង្គបានសម្ដែងមួយទៀតគឺមង្គលសូត្រនៅក្នុងមង្គលសូត្រហ្នឹងគឺព្រះអង្គសម្ដែងអំពីផ្លូវត្រូវនៅក្នុងជីវិតទាំង38ប្រការដើម្បីឲ្យឪពុកម្ដាយចេះដឹកនាំជីវិតកូនឲ្យត្រូវហើយឲ្យកូននឹងអាចចេះសេពគប់មិត្តនឹងត្រឹមត្រូវអញ្ចឹងនេះជារួមមកដែលខ្ញុំបានយកមកសង្ខេបនៅក្នុងវេទិកាអន្តរជាតិហ្នឹងបានលើកឡើងអំពីការចិញ្ចឹមកូនតាមគន្លងព្រះពុទ្ធសាសនាឃើញថាអូមានអត្តន័យស៊ីជម្រៅខ្លឹមសារសម្បើមណាស់ណាហើយបើយើងរៀបចំជាសភៅមិនក្រោម400-500ទំព័រទេណាបាទអញ្ចឹងនេះគឺជាគោលការណ៍រួមនៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនទៅតាមគន្លងពុទ្ធសាសនាអញ្ចឹងលោកគ្រូអ្នកបំរុលអាចមានការអីសួរនាំបញ្ជាក់បន្ថែមសេចក្តីណាខ្លឹមសារណាតាមការគួរអរគុណច្រើនបាទអរគុណច្រើនលោកគ្រូឧបាសកអុយចម្រើនដែលលើកឡើងយ៉ាងក្បោះក្បាយតកតងជាមួយនឹងការចិញ្ចឹមកូនបែបវិជ្ជមានបាទអញ្ចឹងគឺការចិញ្ចឹមកូនប្រកបដោយធម៌ជាការពិតគឺការចិញ្ចឹមកូនគឺជារឿងសំខាន់ណាស់ប្រសិនបើពលរដ្ឋម្នាក់គ្រួសារមួយដែលមានការចិញ្ចឹមកូនប្រកបដោយធម៌ទៅតាមកន្លងវិគាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងមកហើយនោះគឺនឹងជួយជាប្រយោជន៍យ៉ាងច្រើនដល់គ្រួសារខ្លួនឯងផងដល់សហគមន៍និងសង្គមជាតិទាំងមូលផងហើយក៏អាចជាប្រយោជន៍ដ៏ធំធេងនៅក្នុងសកលលោកផងដែរអញ្ចឹងទីកន្លែងណាមិនថាទីផ្ទះបាទទីសាធារណៈទីលានប្រយុទ្ធបាទទីកន្លែងនៅលើពិភពលោកនេះទាំងអស់អត់មាននរណាមួយដែលបដិសេធឬក៏មិនត្រូវការមនុស្សល្អទេ
ហើយមនុស្សល្អទៅបាននោះវាផ្ដើមចេញអំពីការដែលឪពុកម្ដាយហ្នឹងគឺចិញ្ចឹមកូនបណ្ដុះគំនិតកូនតាំងពីតូចហ្នឹងទៅដែរប្រសិនបើយើងខ្វះខាតនៅក្នុងចំណុចនេះបាទបណ្ដែតបណ្ដោយកូនបាទហាងតែស្រឡាញ់ទៅលើកូនសង្គ្រោះកូនតែសង្គ្រោះចិញ្ចឹមខុសតំណងអំពីកន្លងពុទ្ធសាសនាចិញ្ចឹមដោយតម្រើសចិញ្ចឹមដោយមិនបានណែនាំមិនបានគ្រប់គ្រងកូនឲ្យត្រឹមត្រូវទៅតាមវិគាពុទ្ធសាសនាអញ្ចឹងចង់សួរសំណួរទៅលោកគ្រូវិញថាការដែលលើកឡើងនេះគឺការដែលឪពុកម្ដាយចិញ្ចឹមកូនទៅតាមកន្លងវិគាពុទ្ធសាសនាចុះបើសិនជាអ្នកខ្លះពួកគាត់មិនទាំងស្គាល់ពុទ្ធសាសនាផងនោះតើមានអ្វីដែលទៅចិញ្ចឹមកូនឲ្យទៅតាមកន្លងពុទ្ធសាសនាឬចិញ្ចឹមកូនបែបណាដើម្បីឲ្យកូននឹងគឺប្រកបទៅដោយមនុស្សដែលល្អត្រឹមត្រូវនៅក្នុងសង្គមមួយតើពួកគាត់មានធម៌អ្វីឬក៏មានន័យថាមានវិធីសាស្ត្របែបណាដើម្បីចិញ្ចឹមកូនឲ្យបានត្រឹមត្រូវដែរទាំងដែលគាត់ខ្លួនឯងនោះគឺមិនស្គាល់ថាអ្វីទេដែលជាពុទ្ធអង្គសម្ដែងឬក៏តាមកន្លងពុទ្ធសាសនាអីគឺគាត់មិនយល់គាត់មិនដឹងទេប៉ុន្តែគាត់អាចចិញ្ចឹមកូនឲ្យបានល្អបានឬក៏ចិញ្ចឹមកូនមិនបានល្អហ្នឹងគឺវាមានកត្តាអ្វីខ្លះដែលជំរុញឲ្យគាត់អ្នកខ្លះចិញ្ចឹមកូនបានល្អអ្នកខ្លះចិញ្ចឹមកូនមិនបានល្អប៉ុន្តែគាត់ចិញ្ចឹមតាមបែបផែនតាមវិធីរបស់គាត់បាទពួកគាត់មិនដឹងថាតាមកន្លងពុទ្ធសាសនានោះបែបណាទេអញ្ចឹងគឺសូមគ្រូបញ្ជាក់បន្ថែមទៅលើសំណួរនេះផងបាទសូមអញ្ជើញគ្រូបាទអរគុណគ្រូសំអូនពាក់ព័ន្ធនឹងសំណួរដែលសួរហ្នឹងអញ្ចឹងបើយើងពិនិត្យមើលទៅពាក្យថាចិញ្ចឹមកូនតាមកន្លងធម៌ឬក៏ចិញ្ចឹមឲ្យល្អហ្នឹងតាមបែបផែនរៀងៗខ្លួនអញ្ចឹងយើងមើលអំពីជ្រុងណាយើងមើលអំពីជ្រុងមួយយើងនិយាយអំពីការចិញ្ចឹមកូនសម្រាប់ប្រទេសអ្នកកាន់ពុទ្ធសាសនាអញ្ចឹងប្រទេសអ្នកកាន់ពុទ្ធសាសនាឥឡូវយើងរាប់ណាប្រទេសកាន់ពុទ្ធសាសនាដែលចិញ្ចឹមកូនរបៀបម៉េចហើយប្រទេសដែលមិនគោរពពុទ្ធសាសនាហ្នឹងចិញ្ចឹមបីបាច់ថែរក្សាកូនរបៀបម៉េចអញ្ចឹងប្រទេសនៅអាស៊ីដោយភាគច្រើនគឺទទួលឥទ្ធិពលពីពុទ្ធសាសនាហើយយើងអាចរាប់បានថានៅកម្ពុជាណានៅថៃក៏ដោយឡាវក៏ដោយភូមាក៏ដោយវៀតណាមក៏ដោយចិនក៏ដោយកូរ៉េខាងត្បូងក៏ដោយកូរ៉េខាងជើងក៏ដោយណាជប៉ុនហ្នឹងគឺអ្នកទទួលឥទ្ធិពលពុទ្ធសាសនាចំប៊ូតង់មួយទៀតប៊ូតានហើយឥណ្ឌាប៉ែកមួយប៉ែករបស់ឥណ្ឌាប្រហែលជាមានទៅជា200-300លានអ្នកដែរនៅប៉ែកឥណ្ឌាមកប៉ែកខាងជើងណាហើយយើងឃើញថាប្រទេសទាំងអស់ដែលបានទទួលឥទ្ធិពលពីពុទ្ធសាសនារបៀបនៃការចិញ្ចឹមបីបាច់ថែរក្សាកូនបែបមួយយ៉ាងហើយភ័ព្វសំណាងល្អជាងគេត្រង់ថាយើងបានទទួលឥទ្ធិពលពុទ្ធសាសនាហ្នឹងអញ្ចឹងធ្វើឲ្យការចិញ្ចឹមបីបាច់ថែរក្សាកូនហ្នឹងវាស្ថិតនៅក្នុងផ្លូវដែលសុខផ្លូវចិត្តនឹងច្រើនមែនទែនហើយបិទតែប្រទេសយើងឧទាហរណ៍តែប្រទេសយើងក្តីប្រទេសភូមាក្តីមួយចំនួនដែលមិនសូវមានធនធានដូចប្រទេសអឺរ៉ុបប៉ុន្តែសេចក្តីសុខផ្លូវចិត្តនឹងកើតមានហើយអ្វីដែលយើងកំណត់សម្គាល់មួយការចិញ្ចឹមបីបាច់ថែរក្សាកូននេះកូនតែងតែដឹងគុណនៅក្នុងប្រទេសអាស៊ីទាំងអស់និយាយទៅអាស៊ីស្ទើរតែទាំងអស់តែម្ដងអាស៊ីស្ទើរតែទាំងអស់គឺនៅពេលដែលទៅអឺរ៉ុបគឺខាងអឺរ៉ុបគេឆ្ងល់ថាហេតុអីបាននៅអាស៊ីយើងហ្នឹងចាំបាច់ដឹងគុណម៉ែឪសូម្បីតែនៅហ្វីលីពីនហ្នឹងមិត្តអ្នកគ្រូម្នាក់គាត់មកគាត់ដល់ពេលយកប្តីជនជាតិអាមេរិកគេសួរថាណែហើយបានអ្នកឯងឲ្យលុយម៉ែអ្នកឯងគេថាខ្ញុំដឹងគុណម្ដាយខ្ញុំហើយគេសោយគេថាចេះរើស៊ីដែរចាំបាច់គេចិញ្ចឹមគាត់ថាទេអាហ្នឹងវប្បធម៌របស់ខ្ញុំអញ្ចឹងវាឆ្លុះប្រចាំងថាម៉េចប្រទេសដែលនៅអាស៊ីដោយភាគច្រើនដែលទោះជាប្រទេសកាន់ពុទ្ធសាសនាពេញលេញក្តីប្រទេសដែលទទួលឥទ្ធិពលពុទ្ធសាសនាក្តីក៏មិនចោលទេរឿងគុណអញ្ចឹងការដឹងគុណដែលសំខាន់ដែលកូនមិនដែលចោលឪពុកម្ដាយទេណារៀនចិញ្ចឹមចុះឥឡូវយើងមើលមកប៉ែកទៀតប៉ែកអឺរ៉ុប
បៃអឺរ៉ុបសួរថាគាត់ទទួលឥទ្ធិពលពុទ្ធសាសនាដោយផ្ទាល់ទេថាមិនដោយផ្ទាល់ទេតែដោយប្រយោលអញ្ចឹងបើយើងមើលប្រវត្តិរបស់អឺរ៉ុបมันអាចថាអឺរ៉ុបមិនទទួលឥទ្ធិពលពីអាស៊ីទេព្រោះនៅក្នុងសម័យសង្ឃសិខ័នក្តីដែលសង្គ្រាមអាស៊ីនិងអឺរ៉ុបហ្នឹងគឺសង្ឃសិខ័នយកឥទ្ធិពលពុទ្ធសាសនាទៅចូលតាំងពីសម័យនឹងផងដែរហើយមួយទៀតនៅប្រទេសឥណ្ឌាសម័យដើមហ្នឹងគឺមានស្ដេចពីខាងមជ្ឈិមបូព៌ាហ្នឹងក៏ធ្លាប់មកច្បាំងជាមួយឥណ្ឌាផងឥណ្ឌាទៅច្បាំងនឹងផងក៏ផ្សាយឥទ្ធិពលរវាងគ្នាទៅវិញទៅមកដែរមុនពុទ្ធសាសនាខ្លះក្រោយពុទ្ធសាសនាខ្លះដែលកើតមានអញ្ចឹងឥទ្ធិពលហ្នឹងដោយប្រយោលប៉ុន្តែយើងមើលអំពីរបៀបនៃការតាក់តែងចងក្រងនៃការចិញ្ចឹមបីបាច់ថែរក្សាកូនហ្នឹងត្រង់ថាគេធ្វើត្រូវតាមគន្លងធម៌ដែរត្រូវតាមគន្លងរបស់គេហ្នឹងគឺគេចង់និយាយថាឲ្យកូននឹងរឹងមាំឲ្យកូននឹងអភិវឌ្ឍឲ្យកូននឹងមានចិត្តគំនិតប្រសើរអស្ចារ្យប៉ុន្តែចំណុចសំខាន់មួយដែលខុសគ្នារវាងអាស៊ីនិងអឺរ៉ុបហ្នឹងគឺការដឹងគុណហ្នឹងហ្មងអញ្ចឹងបើយើងមើលអំពីត្រៃកោដ្ឋធម៌នៅក្នុងនាមជាកូនណាយើងមើលសច្ចៈខន្តីកតញ្ញូនៅអឺរ៉ុបហ្នឹងអត់ផ្ដោតទៅលើកតញ្ញូជាសំខាន់ទេគេគិតថាដល់ពេលធំហើយគេរស់រៀងខ្លួនដែរចំណុចហ្នឹងឲ្យយើងឃើញថាអ្វីត្បិតតែគេមិនទទួលពីពុទ្ធសាសនាគេមិនធ្វើដូចយើងមែនប៉ុន្តែកូនគេចិញ្ចឹមបានល្អប៉ុន្តែសួរថាបានល្អហើយនឹងយ៉ាងម៉េចថាអ្វីដែលខុសគ្នាហ្នឹងត្រង់ថាគេមិនសូវឲ្យតម្លៃទៅលើការដឹងគុណហ្នឹងទេអ្នកណារស់តាមរៀងខ្លួនទៅតែដល់អាយុ16ឆ្នាំហើយគឺរស់រៀងខ្លួនហើយមិនចាំបាច់អីត្រូវការដឹងគុណត្រូវការអីទេហើយចំណុចហ្នឹងចុះឥឡូវសួរមួយទៀតថាចុះអ្នកដែលមិនដឹងសោះនេះឥឡូវអ្នកនៅប្រទេសកាន់ពុទ្ធសាសនាក្តីប្រទេសមិនកាន់ពុទ្ធសាសនាក្តីដោយបានលើកឡើងថាប្រទេសអ្នកដែលមិនដឹងក្តីឬក៏ប្រទេសដែលមិនកាន់ពុទ្ធសាសនាក្តីហ្នឹងវាមានចំណុចមួយសំខាន់គឺតើការចិញ្ចឹមហ្នឹងត្រូវតាមសច្ចធម៌អត់ពាក្យថាសច្ចធម៌មានន័យថាម៉េចច្បាប់នៃធម្មជាតិអញ្ចឹងច្បាប់នៃធម្មជាតិបើយើងសរុបទៅគឺច្បាប់នៃសិទ្ធិមនុស្សអញ្ចឹងការចិញ្ចឹមកូនឲ្យត្រូវតាមច្បាប់សិទ្ធិមនុស្សគេហៅថាច្បាប់ធម្មជាតិព្រោះធម្មតាមនុស្សកើតមកវាអត់ចង់ទទួលបានការវាយដំទេមិនត្រូវទទួលបានការគំរាមកំហែងទេអញ្ចឹងអានេះគេហៅថាជាច្បាប់ធម្មជាតិហើយជាច្បាប់សកលគេអត់ទៅកាន់ពុទ្ធសាសនាមែនប៉ុន្តែគេធ្វើត្រូវជាមួយក្រមច្បាប់សីលធម៌សកលនេះប៉ុន្តែអភ័ព្វមួយត្រង់ថាអ្នកដែលមិនមែនជាប្រទេសកាន់ពុទ្ធសាសនាហ្នឹងវាខ្វះធាតុណាហើយខ្វះធាតុមួយគឺកតញ្ញូហ្នឹងតែយើងមើលខ្វះធាតុមួយអញ្ចឹងបើសិនជាប្រទេសកាន់ពុទ្ធសាសនាគេមានចំណុចដូចនៅអឺរ៉ុបហើយគេយកការដឹងគុណនឹងជាសំខាន់ទៀតអញ្ចឹងកន្លែងនេះដែលចង់បញ្ជាក់ថាការចិញ្ចឹមបីបាច់ថែរក្សាកូនវប្បធម៌ដែលតាមគន្លងធម៌នឹងសំខាន់ណាស់ឆ្លុះបញ្ចាំងមកឃើញយ៉ាងម៉េចថាប្រទេសឥឡូវឧទាហរណ៍អាមេរិកចុះអាហ្នឹងគឺករណីជាក់ស្ដែងតែម្ដងមណ្ឌលមនុស្សចាស់មានច្រើនណាស់មានច្រើនហេតុអីបានមានច្រើនដោយសារកូនម្នាក់លែងមានទំនួលខុសត្រូវចិញ្ចឹមបីបាច់ថែឪពុកម្ដាយហើយករណីជាក់ស្ដែងតែម្ដងប្រហែលជាមួយខែមុននេះអ៊ំស្រីដែលខ្ញុំស្គាល់ហ្នឹងគឺត្រូវបានកូនទុកចោលតែម្ដងហើយអត់បានគិតគូរតែម្ដងអញ្ចឹងណាអាហ្នឹងវិញអញ្ចឹងហើយយើងមើលអំពីសេចក្តីសុខផ្លូវចិត្តនៅក្នុងប្រទេសប៊ូតានហ្នឹងគឺគេឲ្យតម្លៃទៅលើសេចក្តីសុខនិងការគោរពនឹងគុណនឹងតែម្ដងហ្នឹងគេហៅថាប្រទេសដែលមានក្តីសុខបំផុតលើលោកណាដែលគេឲ្យតម្លៃអញ្ចឹងយើងមើលអំពីវប្បធម៌ហ្នឹងថាដែលជារួមមកថាចុះបើសិនជាអ្នកដែលមិនបានដឹងអំពីរបៀបការចិញ្ចឹមកូនវិជ្ជមានតាមពុទ្ធសាសនាហ្នឹងសួរថាគេចិញ្ចឹមខុសឬក៏ត្រូវថាវាអាចត្រូវវាអាចខុសដូចអឺរ៉ុបចឹងអាចខ្លះអាចត្រូវដោយភាគច្រើនតែខ្វះចំណុចខ្លះតែនៅអាស៊ីជួនណាមានពពុទ្ធអាវាតហើយធ្វើហើយតែធ្វើអត់ទាន់ត្រូវដែរតែអ្នកគេធ្វើត្រូវទៅអញ្ចឹងណាវាមិនមែនថាសុទ្ធតែត្រូវទាំងអស់តែនៅក្នុងប្រទេសកម្ពុជាសាសនាដោយភាគច្រើនគេមានការដឹងគុណនឹងមួយជាសំខាន់អាហ្នឹងដែលចង់និយាយថាការចិញ្ចឹមហ្នឹងវាធ្វើឲ្យកូនមានវប្បធម៌មួយគឺការគោរពដឹងគុណឲ្យតម្លៃហ្នឹងហើយអញ្ចឹងបើសិនជាមិនត្រូវអធិស្ឋានអាចមានបញ្ជាក់អីទៀតតាមការគួរណាអរគុណច្រើនគ្រូបាសកចម្រើនដែលជាប្រធានអង្គការពុទ្ធិវត្តសង្គមបាន
លើកឡើងអំពីការចិញ្ចឹមកូនបែបវិជ្ជមានតាមកន្លងពុទ្ធសាសនានិងអ្នកដែលពុំបានទទួលវប្បធម៌ពីពុទ្ធសាសនាអញ្ចឹងគឺអាចយល់ចូលចិត្តនឹងក្បោះក្បាយបានទូលំទូលាយហើយជាការពិតគឺនៅលើពិភពលោកនេះគឺអ្នកដែលកាន់ពុទ្ធសាសនាហ្នឹងក៏មិនមានច្រើនអីដែរទីច្រើននៅអាស៊ីតែប៉ុណ្ណោះនៅប៉ែកអឺរ៉ុបក្តីអាហ្វ្រិកក្តីគឺទទួលផលឬក៏វប្បធម៌មួយចំនួននោះគឺមិនដូចគ្នាទេជាពិសេសគឺការគោរពកាន់ពុទ្ធសាសនាឬសាសនាផ្សេងៗនោះក៏មិនដូចគ្នាដែរដូច្នេះការចិញ្ចឹមកូននឹងប្រកបណាស់វាមិនដូចគ្នាទេវាទៅតាមវប្បធម៌របស់ប្រទេសនីមួយៗតែដោយឡែកដោយលោកគ្រូលើកឡើងបាទប្រទេសដែលបានទទួលវប្បធម៌ពីពុទ្ធសាសនាដែលកាន់ពុទ្ធសាសនានោះភាគច្រើនគឺផ្ដោតទៅលើការគោរពដឹងគុណជាកត្តាសំខាន់ត្រង់ចំណុចនេះគឺខ្ញុំបាទអរគុណច្រើនហើយមើលឃើញថាជាចំណុចបែបហ្នឹងដោយច្រើនពិតប្រាកដតែសួរថាចុះអ្នកដែលមិនបានដឹកនាំចិញ្ចឹមកូនតាមកន្លងមេគាពុទ្ធសាសនាហេតុអីបានគេល្អដែរហើយជាការពិតដោយសារតែគេគោរពទៅតាមសិទ្ធិមនុស្សបាទគេគោរពទៅតាមគោរពសិទ្ធិកុមារអញ្ចឹងទៅគឺនៅពេលដែលគេរៀនសូត្របានច្រើនគេចេះដឹងច្រើនគេចេះឲ្យតម្លៃគោរពសិទ្ធិគ្នាទៅវិញទៅមកវាធ្វើឲ្យមនុស្សហ្នឹងគឺផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកហើយសូមបញ្ជាក់ថានៅលើពិភពលោកនេះมันបានបែងចែកថាពុទ្ធសាសនាដោយឡែកអំពីធម្មជាតិនោះទេមនុស្សនៅលើពិភពលោកនេះគឺប្រព្រឹត្តទៅតាមធម្មជាតិទៅតាមសភាវៈនៃធម្មជាតិបើតាមសភាវៈនៃធម្មជាតិនោះហើយគឺក៏ជាព្រះពុទ្ធសាសនានោះឯងគ្រាន់តែថាយើងពុំបានដឹងថាទង្វើដែលយើងធ្វើល្អនោះគឺព្រះពុទ្ធព្រះអង្គបានសម្ដែងរាប់អសង្ខ័យហើយបើនៅក្នុងពុទ្ធកាលនេះគឺជាង 2000 ឆ្នាំមកហើយអញ្ចឹងគឺអំពើល្អទាំងឡាយដែលពួកគាត់ធ្វើពួកគាត់មិនដឹងតែជានិស្ស័យរបស់គាត់ធ្វើល្អពួកគាត់មិនដឹងតែក្នុងនាមបេះដូងជាឪពុកម្ដាយគឺគាត់ប្រកបទៅដោយព្រហ្មវិហារធម៌ព្រហ្មវិហារធម៌មិនមែនមានន័យថាមានតែអ្នកកាន់ពុទ្ធសាសនាបានមានព្រហ្មវិហារធម៌ទេអ្នកដែលមិនកាន់ពុទ្ធសាសនាពួកគាត់ក៏មានព្រហ្មវិហារធម៌ចិញ្ចឹមកូនដែរមានក្តីមេត្តាមានក្តីករុណាមុទិតាឧបេក្ខាចិញ្ចឹមកូនដូចគ្នាព្រះពុទ្ធព្រះអង្គសម្ដែងមកមិនមែនសម្ដែងចំពោះតែមាតាបិតាដែលកាន់ពុទ្ធសាសនាទេមាតាបិតាដែលក្រៅលទ្ធិក៏ដោយបាទពួកគាត់ក៏មានក្តីស្រឡាញ់ដែរបងប្អូនសាធុសពរៈបករណាគុណម្ចាស់យើងមើលសត្វណាសត្វកាន់សាសនាអីក៏គ្មានដែរប៉ុន្តែសន្តាននៃម្ដាយសូម្បីតែកំណើតជាសត្វគឺការពារកូនណាដោយមានចិត្តហួងហែងជាធម្មជាតិបែបហ្នឹងដោយមានចិត្តស្រឡាញ់ការពារកូនបែបហ្នឹងយើងមើលមន់អីទោះបីសត្វសាហាវទោះបីពស់វែកមកចាប់កូនចាប់អីហ្នឹងគឺការពារមិនខ្លាចស្លាប់ដោយសារពស់នោះទេណាការពារកូនហើយសត្វផ្សេងជាច្រើនទៀតអញ្ចឹងសន្តានជាសត្វផងចុះទម្រាំជាមនុស្សដូចគ្នាគ្រាន់តែថាពេលខ្លះយើងមិនដឹងយើងគិតថានោះជារឿងផ្សេងដែលឡែកជាការពិតទៅពុទ្ធសាសនាជាសាសនាសកលបាទជាសាសនាសកលលោកនេះគឺទទួលការគោរពប្រតិបត្តិការធ្វើអំពើផ្សេងសពគ្រប់បែបប្រការនោះគឺជាមាគ៌ាពុទ្ធសាសនានោះហើយគ្រាន់តែយើងមិនបានទទួលថានោះជាទង្វើប្រកបទៅដោយហេតុនិងផលនោះជាទង្វើដែលជាអំពើសុចរិតនោះជាទង្វើដែលនាំឲ្យទុកទោសជាអំពើអកុសលយើងគ្រាន់មិនប្រើពាក្យអកុសលឬក៏កុសលប៉ុណ្ណោះប៉ុន្តែអ្វីដែលយើងធ្វើនោះគឺវាជាបុណ្យនិងបាបនឹងស្រេចទៅហើយការចិញ្ចឹមកូនប្រកបដោយធម៌វាមានស្រេចទៅហើយបាទព្រហ្មវិហារធម៌របស់ពុកម្ដាយវាមានស្រេចទៅហើយគ្រាន់តែថាយើងមិនបានឬក៏ថាវប្បធម៌នៃប្រទេសនីមួយហ្នឹងគឺមិនបានអប់រំឲ្យត្រឹមត្រូវឬក៏អប់រំទៅតាមបែបផែននៃការគោរពនិងការប្រពៃណីទំនៀមទម្លាប់ផ្សេងគ្នាប៉ុណ្ណោះឯងឥឡូវយើងងាកមកអ្នកកាន់ពុទ្ធសាសនានៅកម្ពុជានៅប្រទេសកម្ពុជាយើងថ្មីត្បិតថា
នៅក្នុងបាវចនាជាតិនៅក្នុងរដ្ឋធម្មនុញ្ញនៃជាតិសាសនាព្រះមហាក្សត្រក៏ពិតមែនហើយសាសនាសំដៅយកពុទ្ធសាសនាក៏ពិតមែនប៉ុន្តែអ្នកដែលយល់ដឹងអ្នកដែលគោរពប្រតិបត្តិតាមពុទ្ធសាសនានោះគឺមានតិចក៏មានមិនច្រើនដែរអ្នកដែលចេះដឹងអ្នកដែលប្រតិបត្តិតាមនោះគឺមានតិចតែអ្នកដែលមិនបានដឹងមិនបានដឹកនាំកូនទៅតាមសង្ឃហធម៌ដែលលោកគ្រូលើកខាងដើមហ្នឹងតែសង្ឃហធម៌ទាំង5ហ្នឹងមានបានិវារេនតិជាដើមហ្នឹងគឺការមិនឲ្យកូនធ្វើអំពើអាក្រក់ហើយឲ្យកូនធ្វើអំពើល្អហ្នឹងពេលខ្លះគាត់មិនបានគិតរឿងចំណុចអស់ហ្នឹងគាត់ចេញចិញ្ចឹមទៅតាមអ្វីដែលគាត់ធ្លាប់ទម្លាប់ដែលគាត់មានហ្នឹងឯងដូច្នេះហើយក៏វាមិនបានអ្វីដែលល្អហ្នឹងឯងជាកិច្ចបន្ទាប់ទៀតនៅក្នុងសំណួរនេះដដែលបាទខ្ញុំចង់រំលឹកទៅសំណួរនេះជូនទៅលោកគ្រូភីសម្បូរវិញម្ដងបាទលោកគ្រូនៅទីនេះទេដែលខ្ញុំចង់លើកឡើងថាឪពុកម្ដាយក្រៅអំពីចិញ្ចឹមកូនដោយសង្ឃហធម៌ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាឪពុកម្ដាយតែងតែមានព្រហ្មវិហារធម៌ចំពោះកូនអញ្ចឹងតើឪពុកម្ដាយមានព្រហ្មវិហារធម៌ចំពោះកូនហ្នឹងតើមានព្រហ្មវិហារធម៌គ្រប់តែឪពុកម្ដាយឬក៏ឪពុកម្ដាយខ្លះមានព្រហ្មវិហារធម៌ឪពុកម្ដាយខ្លះអត់បាទតាមបាទមានគ្រប់គ្នាឧទាហរណ៍ថាអ្នកកាន់ពុទ្ធសាសនាមានព្រហ្មវិហារធម៌ចុះអ្នកដែលមិនគោរពកាន់ពុទ្ធសាសនាតើគាត់មានព្រហ្មវិហារធម៌ចំពោះកូនអត់ឧទាហរណ៍បែបហ្នឹងណាបាទលោកគ្រូនៅទីនេះទេហើយចូលរួមលើកឡើងអំពីចំណុចនេះបានបាទនៅរួមបាទអញ្ចឹងគឺសូមបកស្រាយទៅតាមមានអ្វីជាអំណះអំណាងក្តីឬក៏លើកចំណុចណាដែលជាឧទាហរណ៍នៅក្នុងខ្លឹមសារនៃសំណួរនេះបាទសូមលោកជ័យហ្នឹងហើយនៅតាមស្ដាប់មកណាចាំលោកទេតាមស្ដាប់ការបកស្រាយព្រះលោកគ្រូបសក់កោចម្រើនដែលជាវិធានអង្គការអភិវឌ្ឍពុទ្ធិវត្តសង្គមដែលបានលើកឡើងបកស្រាយហើយលោកគ្រូបសក់បុកសំអូនបានសួរដេញដោលបន្ថែមស្ដាប់ទៅមានអត្ថន័យល្អស្ដាប់ជក់ចិត្តហើយលោកគ្រូបសក់កោចម្រើនក៏មានទាំងស្លាយមានយ៉ាក្រាមឲ្យមើលថែមណាហ្នឹងហើយអញ្ចឹងលោកគ្រូសួរអំពីព្រហ្មវិហារធម៌អញ្ចឹងព្រហ្មវិហារធម៌នេះបើនិយាយអត្ថន័យព្រហ្មវិហារធម៌មានថាធម៌របស់ព្រះព្រហ្មក៏លោកព្រះព្រហ្មព្រះព្រហ្មលោកមានចិត្តសន្តោសប្រោសប្រណីចំពោះសត្វលោកទិសទាំង4អត់រើសមុខទេស្មើទូទៅដូចគ្នាណាឬគឺជាធម៌ដែលជាលំនៅនៃចិត្តដ៏ប្រសើរហ្នឹងហៅថាព្រហ្មវិហារធម៌ព្រហ្មវិហារធម៌ដែលយើងជាទូទៅដឹងហើយថាមាន1មេត្តា2ករុណា3មុទិតានិង4ឧបេក្ខាហើយមេត្តាមានសេចក្តីថាសេចក្តីស្រឡាញ់រាប់អានចំពោះកូនចំពោះកូនកាលណាមានសេចក្តីអាណិតអាសូរចំពោះកូនមុទិតាមានសេចក្តីត្រេកអរពេលកូនបានសុខចម្រើនហ្នឹងទៅដល់ពេលឧបេក្ខាមានថាសេចក្តីស្មោះស្ម័គ្រមានចិត្តជាកណ្ដាលទាំងអស់ហ្នឹងទាំង3ខាងលើមេត្តាករុណាមុទិតាស្រឡាញ់រាប់អានកូនករុណាមានសេចក្តីអាណិតអាសូរសំដោះចំពោះកូនមុទិតាមានសេចក្តីស្រឡាញ់មានសេចក្តីត្រេកអរដែលកូនបានសុខចម្រើនណាបច្ចៈអាទី4ហ្នឹងគឺប្រការទាំង3ប្រការខាងដើមហ្នឹងអាទី4បញ្ជាក់ថាស្រឡាញ់អាណិតត្រេកអរចំពោះកូនគឺស្មើគ្នាទី4ក៏ឧបេក្ខាគឺចិត្តជាកណ្ដាលស្មើមិនស្រឡាញ់កូនណាស្អប់កូនណាគឺស្រឡាញ់ស្មើគ្នាហ្នឹងចំពោះព្រហ្មវិហារធម៌ដែលឪពុកម្ដាយមានចំពោះកូនអញ្ចឹងនេះដោយឡែកនៅក្នុងនិយមរបស់ពុទ្ធសាសនាដែលសម្ដែងព្រហ្មវិហារធម៌ចំពោះកូនដែលឪពុកម្ដាយតែងគ្រប់គ្នាតែមានអញ្ចឹងជាធម្មតាទេដោយសូម្បីតែនៅពុទ្ធសាសនានេះក៏វាមិនដូចបន្ទាត់ដូចក្រិតក្រមនៅក្នុងអ្វីដែលបានរៀបរាប់ព្រះអង្គសម្ដែងមកជាធម្មតាមនុស្សយើងឪពុកម្ដាយក្ដីក៏មិនអាចจะមានពិតប្រាកដថាមានចិត្តស្រឡាញ់ទូទុនចំពោះកូនប៉ុន្តែ
ដែលយើងដឹងនៅក្នុងសង្គមខ្លះហើយទៅតាមចិត្តស្ដាយហ្នឹងគឺមិនទេមិនស្មើគ្នាចឹងទាំងអស់ទេដោយអាស្រ័យទៅលើការសិក្សារៀនសូត្រការទទួលបានការអប់រំពីអឺការសិក្សារៀនសូត្រពិសេសគឺសំណាក់ពុទ្ធសាសនាហ្នឹងហើយពុកម្ដាយខ្លះគាត់មិនបានសិក្សាអប់រំទេពុកម្ដាយក៏មានច្រើនប្រភេទច្រើនសន្តានអញ្ចឹងមានលំដាប់ទៅតាមនឹងដែរតាមចំណេះវិជ្ជាចំណេះដឹងដែលខ្លួនដែលទទួលបានអញ្ចឹងវាទៅតាមលំអាននឹងដែរមួយទៀតលោកគ្រូលើកឡើងវិជ្ជាអំពីចុះដល់ហ្នឹងនៅក្នុងពុទ្ធសាសនាចុះអឺអ្នកក្រៅពុទ្ធសាសនាគាត់មិនជាអ្នកកាន់មិនគោរពកាន់ពុទ្ធសាសនាទេតើព្រហ្មវិហារធម៌មានដូចគ្នាចឹងឬក៏យ៉ាងម៉េចគ្រូបញ្ជាក់ទៅនឹងតិចមើល បាទហ្នឹងហើយចង់សួរថាដែលពុទ្ធព្រះអង្គសម្ដែងអំពីបេដាមានព្រហ្មវិហារធម៌ចំពោះបុត្រធីតាកូនប្រុសស្រីចឹងទៅប៉ុន្តែព្រះអង្គមិនបានសម្ដែងអំពីចិត្តសាសនាទេតែសំណួរខ្ញុំចង់សួរថាអ្នកកាន់ពុទ្ធសាសនាដែលមានព្រហ្មវិហារធម៌ចុះអ្នកដែលអត់កាន់ពុទ្ធសាសនាឬក៏អ្នកដែលអត់ជឿសាសនាតើពួកឪពុកម្ដាយពួកគាត់នោះមានព្រហ្មវិហារធម៌ដែរឬយ៉ាងណាអញ្ចឹងសូមជឿ បាទណាឥឡូវខ្ញុំអានោះឆ្លើយឆ្លើយតាមមតិខ្លួនឯងណាមិនកំពីអីសំអាងទេដូចបើយើងថាព្រហ្មវិហារធម៌ហ្នឹងព្រះសម្មាសម្ពុទ្ធលោកសំដែងអញ្ចឹងច្បាស់អញ្ចឹងតែដោយឡែកចំពោះពីហេតុសាសនាអញ្ចឹងសាសនាមានច្រើនណាពុទ្ធសាសនានិងពីហេតុសាសនាសាសនាទាំងអស់នៅខាងក្រៅពុទ្ធសាសនាហៅថាពីហេតុសាសនាសាសនាខាងក្រៅ អញ្ចឹងតាមគំនិតខ្ញុំគិតថាមានដូចគ្នាចឹងដែរដូចជាអឺសាលចឹងដែរទោះបីជាគាត់មិនដឹងថាបាណាចេះសូត្រដូចយើងពុទ្ធសាសនាបាណាតិបាតាវេរមណីសិក្ខាបទសមាទិយាមិអតនីទានាវេរមណីសិក្ខាបទសមាទិយាមិកាមេសុមិច្ឆាចារវេរមណីសិក្ខាបទសមាទិយាមិមុសាវាទេវេរមណីសិក្ខាបទសមាទិយាមិសុរាមេរយមជ្ជបវត្តដ្ឋានវេរមណីសិក្ខាបទសមាទិយាមិ បើមិនទោះបីជាមិនចេះសូត្រដូចយើងចឹងក្តីប៉ុន្តែពួកគាត់នោះជាបុគ្គលដែលមានចិត្តសន្តោសមានបណ័យមានមេត្តាមានករុណាអានោះដល់សូរចំពោះសត្វហ្នឹងណាជាតិសាសន៍ខ្លះស្រឡាញ់សត្វសូម្បីតែសត្វមានរបួសមានអីយកសត្វមកព្យាបាលចំណាយលុយពេលវេលាហើយយកចំណាយលុយព្យាបាលសត្វហ្នឹងស្រឡាញ់ដូចកូនចឹងដែរអានោះ ទោះបីថាមិនរសាមិនតាំងចិត្តថាមិនរសាសិល5ក៏ដោយបាណាតិបាតាគឺវាបានណាវាអូតូជាធម្មជាតិព្រោះព្រះអង្គសំដែងគឺមិនមែនសម្រាប់តែពុទ្ធបរិស័ទដែលមានជំនឿដែលជឿគោរពពុទ្ធសាសនាណាដែលគោរពសាសនាព្រះអង្គទេគឺព្រះអង្គសំដែងចំពោះសត្វលោកទូទៅទាំងអស់គ្នាហ្នឹងអញ្ចឹងដោយលំនាំលំអានហ្នឹងខ្ញុំទាញហេតុផលថាតាមការយល់របស់ខ្ញុំ ពុទ្ធសាសនាក្តីនៅក្រៅពិសេសនៅក្រៅពុទ្ធសាសនាដែលយើងដែលគូលើកឡើងហ្នឹងខ្ញុំគិតថាមានដូចគ្នាចំពោះកូនហ្នឹងដោយលោកគ្រូលើកឡើងអញ្ចឹងសូម្បីថាសត្វទេរឆានវាមិនមែនជាសាសនាអីផងសាសនាពុទ្ធសាសនាក៏មិនមែនណាសាសនាណាក៏មិនមែនតែវាចេះស្រឡាញ់កូនវាចេះហួងហែងថែរក្សាកូនវាដូចកូនមន់អញ្ចឹងដោយគ្រូលើកឡើងអញ្ចឹងសត្វពស់មក យីចង់ខំសម្លាប់ចង់ស៊ីកូនវាសត្វខ្លែងសត្វអន្ត្រីណាវាសុកចិត្តប្រយុទ្ធប្រឆាំងនឹងសត្វទាំងអស់នឹងបានដោយសារអីដោយសារថាមានព្រហ្មវិហារធម៌ណាតែទោះបីជាមិនស្គាល់ពាក្យថាព្រហ្មវិហារធម៌ក៏ដោយក៏វានៅក្នុងហ្នឹងហើយស្រឡាញ់ការពារហួងហែងហ្នឹងអញ្ចឹងខ្ញុំឆ្លើយបានប៉ុណ្ណឹងខុសត្រូវយ៉ាងណាសូមអរគុណគ្រូណាអរគុណ បាទអរគុណច្រើនលោកគ្រូបាទសក់ភីសម្បូរបាទដែលលើកឡើងអំពីសំណួរដែលខ្ញុំបានឆ្លិចសួរបន្ថែមតទៅជាមួយនឹងការដែលឪពុកម្ដាយចិញ្ចឹមកូនបាទតាមកន្លងវិគាពុទ្ធសាសនាជាពិសេសពុទ្ធព្រះអង្គសម្ដែងអំពីសង្ឃធម៌ហើយនិងព្រហ្មវិហារធម៌ដែលឪពុកម្ដាយគោរពតែងមានជាការពិតព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមិនចំពោះតែអ្នកកាន់ពុទ្ធសាសនាទេគឺគ្រប់សត្វលោកទាំងអស់ បាទគ្រាន់តែថាអ្នកកាន់ពុទ្ធសាសនាក្តីអ្នកមិនកាន់ក្តីគុណធម៌របស់ពួកគាត់វាមានខុសៗគ្នានឹងឯងអ្នកខ្លះស្រឡាញ់កូនបានត្រឹមត្រូវទៅអ្នកខ្លះក៏បានគ្រប់ជ្រុងជ្រោយចឹងទៅប៉ុន្តែនៅក្នុងនោះគឺ
trong rừng lịch sầm nua môi đo sầm khăn môi tiết đã thả phong mặt ai bằng cao côn mà hỏi và cao côn mà hỏi mình ban đến châm bay bay thay là xa côn thì do côn bao băng trâu nhưng thôi giờ côn bao băng trâu nhưng thôi ta nửa pe đại cô quan do côn bao băng trâu nó rồi sân bà côn nó thôngឡើងbà miên cầm hăng thiết cho môi nửa phong mặt ai đăng thả ca để nơi tôi nó cứ mà đai do côn trâu là thông sầm ram nhưng thôi chẳng có và cóประตูสลายai tha tư sầm lập mặt đài và tư sầm lập mặt đài chẳng trong xua tư lục ru thaประสนbà phục mà đáy bàn trăm côn thế bàn là sâu mà háo do chào hay cài máu bên kia từ trăm chân tới ruột máu hay chị ạ có só hay cài máu côn nó cứ miên ca thang thang tu sờ rai ấy chỉ môi nâng phục mà đáy thiên nâng sầm lập mặt đài bằng cao chuột này tá bài nâng ạ mua tha miên tô đo là nằm đầy cám đai rồi thì và quát mình bán định chấm từ tam prum hiền thọ phòng và tôm chơi rồi បាទអរគុណលោកគ្រូវុកសមនដែលបានលើកឡើងអញ្ចឹងនៅក្នុងចំណុចនេះយើងថាឪពុកម្ដាយដែលម្ដាយដែលពោះកូន9 ខែ 10 ថ្ងៃហើយសម្រាលចេញមកបីបាច់ថែរក្សាសពគ្រប់ប្រការទាំងអស់មានទាំងព្រំវិហារធម៌ទៅទៀតហ្នឹងមកឡៃទៅដោយឡែកដែលគ្រូលើកឡើងថាឪពុកម្ដាយមួយផ្នែកណាមួយនោះនៅក្នុងលោកហ្នឹងវាមានដែរយើងនៅក្នុងសង្គមយើងណាបោះកើតហើយយកបោះចោលធុងសម្រាមសពបែបយ៉ាងក៏មានរឿងរ៉ាវក្នុងសង្គមរឿងរ៉ាវក្នុងពីបុរាណមកក៏ធ្លាប់ឮឥឡូវទស្សនវិជ្ជាបច្ចុប្បន្នក៏យើងធ្លាប់ឃើញជាក់ស្ដែងចឹងដែររឿងតាក់ទងរពុកម្ដាយរឿងកូនហ្នឹងអញ្ចឹងនៅក្នុងចំណុចនេះបើសិនជាឪពុកម្ដាយនោះបង្កើតកូនហើយយកទៅបោះចោលធុងសម្រាមឬក៏កន្លែងណាក៏ដោយមិនចិញ្ចឹមបីបាច់ថែរក្សាមានអ្នកដទៃគេចិញ្ចឹមបីបាច់ថែរក្សាជំនួសទៅដោយស្រឡាញ់ដោយនិយាយទៅដោយកូននោះមានប៉ុនដែរវាមិនត្រូវស្លាប់ណាមានអ្នកដទៃគេជួយសង្គ្រោះដល់ពេលកូនវាធំឡើងនឹកឃើញក៏ក្តៅក្រហាយចងគំនុំអាឃាតឪពុកម្ដាយដែលបោះបង់បង្កើតដែលបោះបង់ខ្លួនចោលគិតទៅនឹងបៀតបៀនចង់សម្លាប់អានេះទោសដល់អនន្តរកម្មឪពុកម្ដាយគាត់មានគុណមិនអាចរៀបរាប់អស់បានទេកន្លែងនេះគាត់ថាមានគុណបង្កើតប៉ុន្តែអត់មានសង្ឃហធម៌ក្នុងការចិញ្ចឹមបីបាច់ថែរក្សាប៉ុណ្ណឹងតែគុណឪពុកម្ដាយនៅតែជាគុណដ៏ធំមហិមាមិនអាចប្រៀបធៀបបានព្រះអង្គលោកសម្ដែងអំពីគុណមេដាបិតាឪពុកម្ដាយហ្នឹងលោកឧបមាថាឲ្យយកផែនដីទាំងមូលហ្នឹងធ្វើជាกระดาษសម្រាប់សរសេរហើយយកភ្នំព្រះសម័យ